អូខេសួស្តីអ្នកនរគ្នាហ្នឹងហើយខ្ញុំខំសំទុករឿងមកប៉ុណ្ណឹងឲ្យអ្នកនរគ្នាមើលព្រោះឲ្យអ្នកនរគ្នាដឹងស្រាប់ហើយថាខ្ញុំជាប់រវល់ខ្លាំងមែនតើចូលម៉ោង7ចេញម៉ោង7ហើយបើមានពេលតនេអីតិចតួចទៅក៏ឆ្លៀតធ្វើរឿងខ្លះទៅអូហើយខ្ញុំអរគុណទៅកាន់បងសុរជិតឧបត្ថម្ភខ្ញុំចំនួន967រៀលហើយយូរដែរណាហើយតើកុំឲ្យការពីយូរចូលទៅមើលសេរីនេះអ្នកនរគ្នាតសេរីរបស់យើងមកអាសេរីវាកំពុងតែជញ្ជក់ជើងរបស់លីលាវាថាឆ្ងាញ់ណាហើយលីលានាងគិតក្នុងចិត្តថាកុំប្រើអណ្ដាតហើយ index របស់នាងឡើង60%នាងបន្តទៀតថាសាច់ដុំរបស់គាត់ស្រូបយកធម្មពលយ៉ាងលឿនគាត់បានជួបប្រទះការរមួលក្រពើរួចហើយប្រសិនបើគាត់បន្តរមួលក្រពើគាត់នឹងភ្ញាក់ឡើងដោយមានអារម្មណ៍ទន់ខ្សោយហើយឈឺពេញរាងកាយរបស់គាត់ខ្ញុំត្រូវតែធ្វើឲ្យគាត់ត្រជាក់សិននេះជាផ្នែកដ៏ល្អបំផុតដើម្បីជួយគាត់អារម្មណ៍តានតឹងអាចពេញរាងកាយរបស់គាត់ភ្លាមៗហើយនាងក៏យកជើងជាន់របស់អាស៊ីរីដោយអាស៊ីរីវានិយាយថាមានផ្លូវទេខ្ញុំមានអារម្មណ៍ថានាងកំពុងជាន់អាឈិញចាំងរបស់ខ្ញុំលីលានាងប្រាប់អាស៊ីរីថាកុំប្រឆាំងនេះគឺជាដំណើរការចាំបាច់សម្រាប់ការព្យាបាលលីលានាងព្យាយាមមែនទែននេះគឺជាដំណើរការព្យាបាលដែលចាំបាច់ដូច្នេះនាងត្រូវប្រើជើងម្ខាងទៀតតែវេទមន្តមិនសុទ្ធកំពុងចាប់ផ្ដើមបរាជ័យលីលានាងថាខ្ញុំជាដូនជីខ្ញុំត្រូវស្ងប់ស្ងាត់ខ្ញុំមិនអាចត្រូវបានគ្រប់គ្រងដោយគំនិតអាក្រក់បានទេអាស៊ីរីវាស្រែកចាប់បានហើយលីលាខ្ញុំមានអារម្មណ៍ឈឺក្បាលបន្តិចលីលានាងប្រាប់អាស៊ីរីបៀមឲ្យលឿនឡើងនាងមិនអាចទ្រាំទ្របានទៀតទេហើយយើងឃើញថាអាស៊ីរីវាកំពុងបៀមជើងលីលាដែលធ្វើឲ្យនាងស្រែកលោកពិតជាប្រើអណ្ដាតវារសើបណាស់ខ្ញុំមិនអាចផ្ដោតលើអារម្មណ៍នៃជើងរបស់ខ្ញុំបានទេលីលានាងខំប្រឹងទប់មែនតើរហូតដល់អាស៊ីរីដកមាត់របស់វាចេញពីជើងរបស់នាងលីលានាងគិតក្នុងចិត្តថាត្រូវតែប្រកាន់ខ្ជាប់នៅគោលការណ៍បរិសុទ្ធមិនត្រូវឲ្យគំនិតអាក្រក់មកគ្រប់គ្រងនាងទេហើយការព្យាបាលអាស៊ីរីរួចរាល់ហើយលីលានាងក៏ភ្ញាក់ផ្អើលបន្តិចផងដែរដោយវេទមន្តមិនសុទ្ធរបស់នាងនៅតែមានមិនទាន់អស់នោះទេឯអាស៊ីរីវាក្រោកឡើងហើយសួរលីលាតើការព្យាបាលរួចរាល់ហើយឬនៅលីលានាងប្រាប់អាស៊ីរីត្រូវហើយលោកភ្ញាក់ឡើងមានន័យថាការព្យាបាលត្រូវបានបញ្ចប់ពេលនោះលីលានាងស្រាប់តែកើនឡើងនៅធម្មពលយ៉ាងខ្លាំងដែលធ្វើឲ្យលីលានាងមានអារម្មណ៍ថាមិនដែលជួបនៅរឿងបែបនេះពីមុនមកទេហើយធម្មពលវេទមន្តនឹងគឺមកពីអាស៊ីរីដែលបៀមជើងរបស់នាងអាស៊ីរីវាពុតចង្កេះហើយស្ងាត់ហើយវ៉ាវមិនត្រឹមតែរបួសរបស់ខ្ញុំទាំងអស់បានជាសះស្បើយទេប៉ុន្តែខ្ញុំមានអារម្មណ៍ស្រស់ស្រាយណាស់លីលាវេទមន្តរបស់នាងគឺអស្ចារ្យណាស់លីលានាងគិតថាអាស៊ីរីអាចជួយនាងឲ្យក្លាយជាដូនជីថ្មីជាងមុនបានរួចនាងបានងើបចេញពីថ្មស៊ីរីតើលោកចង់ចាំទេខ្ញុំប្រាប់លោកថាឲ្យលោកមកពេលណាក៏បានដើម្បីព្យាបាលរាងកាយរបស់លោកទោះបីវាគ្រាន់តែជាស្នាមព្រះក៏ដោយអាស៊ីរីវាថាចាំប្រកាសណាស់បែរមកឪពុកមាត់នឹងដៃស៊ីពួកគេភាំងមែនតើមកដល់ខ្លោងទ្វារឃើញវាមានហូលីស៊ីប្រហោងប៉ុណ្ណាណីពេលនោះដែរអាស៊ីរីនិងលីលាបានចេញមកក្រៅជួបអ្នកទាំងពីរដែលឈរនៅពីមុខខ្លោងទ្វារលីលានាងប្រាប់ឪពុកមាត់ថាដូនជីដែលមានឋានៈធំជាងនាងលែងមានទៀតហើយយើងត្រូវតែរងចាំព្រះវិហារធំដើម្បីជ្រើសរើសដូនជីថ្មីមុនពេលដែលយើងអាចឆ្ពោះទៅមុខជាមួយនឹងកិច្ចសហការប៉ុន្តែលោកឆាលតុនអានឹងជាឈ្មោះរបស់ឪពុកមាត់អ្នកគ្នាឃើញពុកមាត់ទំនងក៏ហៅឪពុកមាត់ទៅលីលានឹងថាលោកមកដល់ទីនេះហើយអញ្ចឹងពិភាក្សាលម្អិតពីកិច្ចសហការជាមួយខ្ញុំជាមុនសិនទៅនៅពេលដែលដូនជីថ្មីចាប់ផ្ដើមដំណើរការយើងមានភាពងាយស្រួលជាងមុនឪពុកមាត់មើលទៅគ្មានចម្រើសគឺមានតែផ្លូវនេះទេឯអាស៊ីរីវាឃើញថាអ្នកទាំងពីរកំពុងពិភាក្សាគ្នាដោយមិនចង់រំខានអ្នកទាំងពីរក៏សូមលាពួកគេទៅមុនហើយឪពុកមាត់វាថាជប់សិនដៃស៊ីនាងជូនគាត់ទៅផ្ទះហើយប្រាប់គាត់ពីអ្វីដែលបានកើតឡើងនៅក្នុងងារអ្នកចម្បាំងថ្ងៃនេះអាស៊ីរីវាឆ្ងល់មានបញ្ហាអីមែនបន្ទាប់មកដៃស៊ីនាងបានជិះឡានជូនអាស៊ីរីទៅផ្ទះនាងបានបញ្ជូនអាស៊ីរីផងដែរនៅបញ្ហាសត្វបិសាចមួយក្បាលបានចូលទីក្រុងវាសម្លាប់តែអ្នកចម្បាំងលំដាប់អេរ៉េងជាច្រើនអ្នកនៅការបឺតឈាមរបស់ពួកគេអាស៊ីរីឆ្ងល់បឺតឈាមដៃស៊ីនាងថាហើយអាឈិញចាំងរបស់ពួកគេក៏ត្រូវបានកាត់ចោលអាស៊ីរីលឺអញ្ចឹងភ្ញាក់ផ្អើលមិនតែអាស៊ីរីទេខ្ញុំក៏ភ្ញាក់ផ្អើលដែរមិនដឹងថាបិសាចស្អីទេដៃស៊ីនាងបន្តទៀតថាពួកគេបានសរសេរពាក្យថា not you លើខ្លួនសាកសពដោយប្រើអក្សររបស់បិសាចមើលទៅដូចជាសត្វបិសាចកំពុងស្វែងរកនរណាម្នាក់អាស៊ីរីវាអង្គុយភ័យការបឺតឈាមតើវាមករកខ្ញុំឬដៃស៊ីនាងប្រាប់អាស៊ីរីដើម្បីជៀសវាងការភ័យស្លន់ស្លោកញ្ញាដាហ្វីនមកពីតំបន់ឌីបានយកតួនាទីនេះជាអ្នកដឹកនាំការស៊ើបអង្កេតនាងកំពុងបរបាញ់សត្វបិសាចនោះកាត់មកផ្ទះអាស៊ីរីយើងឃើញថាមានស្បែកជើងនរណាម្នាក់ចូលមកក្នុងផ្ទះអាស៊ីរីហើយម្នាក់នោះគឺជាសាឌីលដែលផ្លោះចូល
ចូលមកតាមបង្អួចយុគនាងសួរសាឌៀលហេមិនបាននាងត្រឡប់មកវិញសាឌៀលនាងថាទីនេះសម្បូរទៅដោយអ្នកចម្បាំងនិងទាហានជាច្រើននាងមិនអាចគេចខ្លួនបានទេយុគបានចង្អុលដាក់សាឌៀលតើនាងចង់នៅទីនេះមែនទេសាឌៀលនាងថាទេនេះជាមូលដ្ឋានសំខាន់របស់សត្រូវបើនាងត្រូវគេចាប់បាននោះគេនឹងសម្លាប់នាងជាមិនខានហើយវានឹងបង្កបញ្ហាដល់អាស៊ីរីផងដែរហើយយុគនាងបានអួតពីការប្រែក្រឡាខ្លួនដូចជាមនុស្សដែលធ្វើឲ្យគេមិនអាចចាប់នាងបានហើយយុគនាងមិនចង់បង្រៀនសាឌៀលទេសាឌៀលនាងនិយាយម្នាក់ឯងថាខ្ញុំអាចផ្លាស់ប្ដូររូបរាងរបស់មនុស្សផ្សេងទៀតដោយប្រើវេទមន្តរបស់ខ្ញុំប៉ុណ្ណោះកន្លែងនឹងនាងប្រែខ្លួនឲ្យអាកើតទេអ្នកគ្នាតែបើនាងប្រែឲ្យគេកើតនាងថាការចេញទៅខាងក្រៅបែបនេះគឺប្រថុយពេកខ្ញុំត្រូវរកកន្លែងលាក់ខ្លួនសុវត្ថិភាពសិនខណៈនោះសាឌៀលនាងស្រាប់តែគួតឈាមចេញមកហើយក៏ដួលខ្ពប់ទៅលើឥដ្ឋការ៉ូយុគនាងថាឲ្យសាឌៀលហេនាងមិនអាចខ្លាចបន្លំឈឺហើយស្នាក់នៅទីនេះទេខ្ញុំមិនចែករំលែកលោកម្ចាស់របស់ខ្ញុំជាមួយនាងទេឯសាឌៀលនាងក្អួតឈាមដោយសារតែអាសាធរទោះបីជាអាស៊ីរីបានបញ្ជូននាងមកទាន់ពេលវេលានិងបានសង្គ្រោះជីវិតនាងក៏ដោយតែរាងកាយរបស់នាងនៅតែឈឺហើយសរសៃឈាមខ្លះទុះនៅក្នុងខ្លួននាងក៏បណ្ដាលឲ្យនាងក្អួតឈាមចឹងទៅបែរមកអ្នកទាំងពីរឯនេះវិញដៃស៊ីបានជួនអាស៊ីរីមកដល់ផ្ទះហើយអាស៊ីរីវាប្រាប់ដៃស៊ីឲ្យចូលមកអង្គុយក្នុងផ្ទះប្រាប់ព័ត៌មានបន្ថែមអំពីបិសាចនោះដៃស៊ីនាងយល់ព្រមបន្ទាប់មកអាស៊ីរីក៏គោះទ្វារស្រែកហៅយុគវាថាត្រឡប់មកផ្ទះវិញហើយដៃស៊ីនាងឆ្ងល់ឈ្មោះបងស្រីរបស់លោកគឺយុគឈ្មោះប្លែកណាស់ច្រឡំអ្នកគ្នាបងស្រីអាស៊ីរីសើចហាមិនប្លែកទេយុគគ្រាន់តែដឹងថាអាស៊ីរីមកជាមួយអ្នកផ្សេងក៏ចាប់លើកសាឌៀលយកទៅលាក់សិនកុំឲ្យមនុស្សឃើញវាអាចមានបញ្ហាអាស៊ីរីបានបើកទ្វារឃើញយុគកំពុងរងចាំវានៅពីមុខទ្វារបន្ទាប់មកក៏អញ្ជើញដៃស៊ីចូលមកក្នុងហើយដៃស៊ីបានសូមអភ័យទោសដែលរំខាននាងយុគសម្លឹងមើលដៃស៊ីដោយមិនពេញចិត្តនាងគិតថាមនុស្សស្រីគួរឲ្យរំខាននេះទៀតហើយមើលទៅអាទេសភ្លើងកិច្ចមិនផុតទេដឹងតែបុកគ្នាហើយពេលដែលចូលមកក្នុងផ្ទះអាស៊ីរីបានហុចថូបកាឲ្យយុគកាន់ឯដៃស៊ីនាងមើលទៅពួកគេហើយគិតថាខ្ញុំត្រូវឆក់យកឱកាសនេះដើម្បីដឹងពីស៊ីរីលើកមុនដោយសារតែខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំបានខ្ញុំមិនបានចូលទៅក្នុងផ្ទះរបស់គាត់ទេតែលើកនេះខ្ញុំច្បាស់ជាមិនអាចធ្វើកំហុសតូចតាចទាំងនោះម្ដងទៀតបានទេយុគនាងកាន់ថូផ្កាសម្លឹងមើលដៃស៊ីខ្ញុំត្រូវរកវិធីដើម្បីឲ្យស្ត្រីនេះចាកចេញពីម្ចាស់របស់ខ្ញុំដោយខ្លួននាងផ្ទាល់អាស៊ីរីចាប់ផ្ដើមសួរដៃស៊ីតើបិសាចនោះលួចចូលទីក្រុងរបស់យើងដោយរបៀបណាដៃស៊ីបានបញ្យល់អាស៊ីរីនាគយក្សនៅភាគខាងត្បូងចិត្តភ្ញាក់ហើយវានឹងលេបអ្វីគ្រប់យ៉ាងដែលវាឃើញអញ្ញាធមបានបញ្ជូនធានមួយក្រុមទៅជំនះអ្នកភូមិនៅក្បែរនោះមិនមានអ្នកចម្បាំងច្រើនទេដែលបានចាកចេញពីទីក្រុងដូច្នេះបិសាចជញ្ជក់ឈាមនោះបានលួចចូលដៃស៊ីនាងបញ្យល់អាស៊ីរីចប់នាងថាអូត្រូវហើយលើកមុនខ្ញុំបានមកដើម្បីដល់ឲ្យលោកនៅផ្លាកតំណែងប្រធានក្រុមរបស់លោកខ្ញុំបានប្រញាប់ពេកខ្ញុំភ្លេចអ្វីដែលសំខាន់អាស៊ីរីសួរនាងតើវាជាស្អីគេដៃស៊ីនាងថាក្នុងនាមជារដ្ឋលេខាធិការអនុប្រធានតំបន់សិទ្ធហើយធម៌របស់នាងរៀងក្រហមបន្តិចខ្ញុំក៏មានកាតព្វកិច្ចដឹងពីស្ថានភាពរស់នៅនិងជីវិតរបស់អ្នកចម្បាំងនៅក្នុងតំបន់សិទ្ធក៏ដូចជាចំណូលចិត្តដូច្នេះខ្ញុំអាចជួយអ្នកចម្បាំងបម្រើហ្គៀលក្នុងតំបន់សិទ្ធកាន់តែប្រសើររួចនាងក៏ហុចក្រដាសបំពេញប្រវត្តិរូបឲ្យអាស៊ីរីហើយក្រដាសហ្នឹងនាងបង្កើតសម្រាប់អាស៊ីរីជាពិសេសទៀតអ្នកនរគ្នាអាស៊ីរីវាយកក្រដាសនោះមកមើលដោយវាឆ្ងល់ហេតុអ្វីបានជាមានតម្រូវការជ្រើសរើសគូស្រករនៅលើក្រដាសនេះតើខ្ញុំត្រូវបំពេញគ្រប់ជួរទេដៃស៊ីនាងអៀនមែនតើហ្នឹងហើយនេះជាដំណើរការដែលប្រធានក្រុមថ្មីគ្រប់រូបត្រូវតែធ្វើតាមហើយខ្ញុំត្រូវនាំយកទម្រង់នេះទៅហ្គៀលសម្រាប់ការរក្សាទុកត្រូវប្រាកដថាលោកបំពេញផ្នែកនីមួយៗដោយប្រុងប្រយ័ត្នបើមិនដូច្នេះទេវាអាចប៉ះពាល់ដល់ការវិតម្លៃសមិទ្ធផលរបស់ក្រុមទាំងមូលរបស់លោកហើយមីអូនេះបោកគេទាំងរស់តែម្ដងអាស៊ីរីត្រូវបានដៃស៊ី5អញ្ចឹងក៏ជឿទាំងស្រុងដៃស៊ីនាងថាវិធីនេះខ្ញុំអាចផ្គប់ចិត្តគាត់ឲ្យកាន់តែច្បាស់ហើយឆាប់នេះស្ថានភាពរបស់ខ្ញុំនៅក្នុងបេះដូងរបស់គាត់នឹងលើសពីយុគទៅទៀតខ្ញុំនឹងក្លាយជាមនុស្សស្រីដែលនៅជិតគាត់បំផុតអាស៊ីរីវាស្បែកមែនតែនខ្លាចសរសេរខុសកំពុងសរសេរសុកក៏លឺសំឡេងនរណាម្នាក់ក៏អកចេញពីបន្ទប់ចិត្តនោះដៃស៊ីនាងសួរអាស៊ីរីតើមាននរណាគេនៅក្នុងបន្ទប់របស់លោកឬអាស៊ីរីវាមិនដឹងដែរក៏ដើរទៅមើលហើយវាក់តែម្ដងសាឌៀលនាងប្រាប់អាស៊ីរីឲ្យបិទទ្វារអាស៊ីរីវាគិតក្នុងចិត្តស្មានថានាងចាក់ចេញពីទីនេះហើយបន្ទាប់មកអាស៊ីរីសួរសាឌៀលនាងមើលទៅមិនល្អទេតើនាងឈឺទេសាឌៀលនាងមិនខ្វល់ទេក៏សួរអាស៊ីរីវិញតើស្ត្រីនោះបានសម្គាល់ខ្ញុំទេប្រសិនបើនាងរកឃើញខ្ញុំហើយទាក់ទាញអ្នកចម្បាំងផ្សេងទៀតវានឹងមានបញ្ហាដើម្បីមានសុវត្ថិភាពខ្ញុំនឹងសម្លាប់នាងមិនអាចសម្លាប់នាងបានទេសាឌៀលនាងឆ្ងល់ហេតុអីបានជាលោកភ័យស្លន់ស្លោហេតុអីខ្ញុំមិនអាចសម្លាប់នាងតើនាងមានសារៈសំខាន់សម្រាប់លោកឬអាស៊ីរីវាថាទេសាឌៀលអញ្ចឹង
ហេតុអីខ្ញុំមិនអាចសម្លាប់នាងអាស៊ីរីចុះបែបនេះខ្ញុំនឹងឲ្យនាងចាក់ចេញបន្ទាប់ពីខ្ញុំបំពេញក្រដាសនោះហើយហើយអ្នកទាំងពីរដែលនៅខាងក្រៅដៃស៊ីនាងសួរយុគតើអ្នកណានៅក្នុងបន្ទប់របស់ស៊ីរីយុគនាងថាបងស្រីរបស់គាត់មួយទៀតដៃស៊ីនាងលឺអញ្ចឹងអន់ចិត្តដូច្នេះគាត់មានបងស្រីពីរនាក់តើខ្ញុំជាចំណាត់ថ្នាក់លេខ3ក្នុងបេះដូងរបស់គាត់ឬបែរមកខាងនេះវិញអាស៊ីរីត្រូវបានសាឌីខោកយកនាងចេញឲ្យលឿនទៅបើនាងឃើញខ្ញុំនឹងសម្លាប់នាងអាស៊ីរីថាដឹងហើយដៃស៊ីនាងសួរយុគទៀតថាហេតុអីខ្ញុំឮសូរសំឡេងស្រែកពីខាងក្នុងតើយើងគួរទៅជួយគាត់ទេយុគប្រាប់ដៃស៊ីកុំទៅបងស្រីម្នាក់ទៀតរបស់គាត់នឹងខំនាងស៊ីរីអាចដោះស្រាយដល់ខ្លួនឯងបានអាស៊ីរីចេញមកវិញឈឺក្បាលមែនទែនហើយក៏ទៅបំពេញក្រដាសវិញទៅបន្ទាប់ពីបំពេញចប់អាស៊ីរីហុចក្រដាសនោះឲ្យនាងដៃស៊ីខ្ញុំបានបំពេញវារួចហើយតើនាងអាចយកក្រដាសនេះទៅគៀលសម្រាប់ខ្ញុំបានទេដៃស៊ីថាអូខេហើយនាងយកក្រដាសនោះមកបាំងមាត់មានភោជនីយដ្ឋានល្អមែនទែននៅខាងក្រៅតើលោកចូលចិត្តញ៉ាំអីខាងក្រៅជាមួយខ្ញុំទេយុគនិងអាស៊ីរីធ្វើមុខឆ្ងល់ពេលនោះដៃរបស់យុគចាប់យកនំព្រមទាំងនិយាយថាលោកម្ចាស់វាដល់ពេលហើយសម្រាប់លោកដើម្បីញ៉ាំដោយដែលលោកបានគ្រងទុកអាស៊ីរីសួរនាងតើខ្ញុំគ្រងទុកតាំងពីពេលណាយុគបានដាក់នំទៅលើភ្នំបន្ទាប់មកក៏យកដៃចាប់ក្បាលអាស៊ីរីអោបយកតែម្ដងនាងថាខ្ញុំបានធ្វើការយ៉ាងលំបាកដើម្បីធ្វើនំនេះដូច្នេះកុំខ្ជះខ្ជាយវាអីខ្ញុំមិនលែងលោកទេរហូតដល់លោកញ៉ាំវាអស់ដៃស៊ីនាងមើលពួកគេឡើងមុខក្រហមឯអាស៊ីរីវាស៊ីអស់ហើយយុគក៏លេងអាស៊ីរីដែរហើយអាស៊ីរីវាសួរនាងថាតើនំខូឃីទាំងនេះផលិតពីអីរសជាតិប្លែកណាស់យុគនាងប្រាប់ថាថ្លើមពោះជាមួយស្លាប្រជៀវរសជាតិឆ្ងាញ់ណាស់មែនទេលោកម្ចាស់មានមួយឈុតទៀតលោកត្រូវតែញ៉ាំឲ្យអស់នៅលើចាននេះហាមាត់របស់លោកខ្ញុំនឹងដាក់នំខូឃីនៅលើភ្នំរបស់ខ្ញុំអាស៊ីរីវាថាអត់ទេដៃស៊ីនាងសួរអាស៊ីរីតើនេះជារបៀបដែលលោកញ៉ាំឬអាស៊ីរីវាបដិសេធតែក៏ត្រូវបានយុគចាប់វាញាត់នំខូឃីមិនឲ្យនិយាយនាងថាពិតណាស់យើងធ្វើបែបនេះជារៀងរាល់ថ្ងៃលោកម្ចាស់របស់ខ្ញុំចូលចិត្តញ៉ាំតាមរបៀបនេះប្រសិនបើនាងមិនចង់មើលទេនាងគួរតែចាកចេញទៅដៃស៊ីនាងថាមិនអីទេខ្ញុំនឹងចាកចេញសុំទោសដែលរំខាននាងតែពេលនោះក៏មាននរណាមកគួរទ្វារបន្ទប់ហើយអ្នកដែលគួរទ្វារគឺជាដាយអាណានិងអារយដោយស្រែកហៅអ្នកខាងក្នុងបន្ទប់ឲ្យបើកទ្វារឲ្យពួកគេយុគនាងទម្លាក់ទឹកមុខម្ដងទៀតដែលបានឮសំឡេងមនុស្សស្រីឯដែរអាណាតបទៅមិនឮអ្នកណាឆ្លើយក៏បញ្ជាអារយឲ្យបើកទ្វារអារយវាកាន់ដៃទ្វារកាច់តែវាជាប់លុកក៏បានប្រើថាមពលកាច់តែម្ដងដែលធ្វើឲ្យទ្វារអាស៊ីរីបាក់ដែរអាណានាងថាមានមនុស្សនៅខាងក្នុងលោកមានភ្ញៀវប៉ុន្តែលោកមិនស្វាគមន៍យើងទេអាស៊ីរីវាស្រែកយ៉ាងខ្លាំងទ្វារអញ100កាក់ប្រាក់យើងនឹងវាយអាល្ងងឯងទាំងពីរតែអាស៊ីរីបានឈប់ដោយសារតែដែរអាណាបានលើកក្រដាសដែលមាន1000កាក់មាសបង្ហាញចំពោះមុខវាអាស៊ីរីបានយកក្រដាសនោះហើយសួរនាងតើខ្ញុំអាចធ្វើអ្វីសម្រាប់នាងដែរអាណាបានលើកដៃឡើងលើ500,000កាក់មាសមកធ្វើការជាមួយនាងអាស៊ីរីបើកភ្នែកធំនៅពេលដែលឮនាងនិយាយបែបហ្នឹងហើយយុគនាងឆ្ងល់មែនតើហេតុអ្វីបានជាមនុស្សស្រីទាំងអស់ចេះតែតាមលោកម្ចាស់របស់ខ្ញុំពីម្នាក់ទៅម្នាក់វាគួរឲ្យរំខានមែនដៃស៊ីនាងប្រាប់អាស៊ីរីកុំយល់ព្រមអីប្រសិនបើខ្ញុំចងចាំត្រឹមត្រូវអ្នកទាំងពីរមកពីតំបន់ឌីមែនទេដែរអាណានាងថាត្រូវហើយស្ត្រីចំណាស់មានបញ្ហាអីមែនដៃស៊ីលឺអញ្ចឹងនាងខឹងនាងថាស៊ីរីមានសារៈសំខាន់ខ្លាំងចំពោះ Zone Z របស់យើងនឹងមិនអនុញ្ញាតឲ្យគាត់ទៅ Zone D ឡើយកាត់មក Daphne នាងកំពុងមើលអបិម្នាក់ដែលពិនិត្យសាកសពដែលត្រូវបានបិសាចបឺតឈាមពេលនោះកាសរបស់ Daphne បានប្រាប់នាងថាប្អូនស្រីរបស់នាងបានទៅលេងអាស៊ីរី Daphne នាងប្រាប់ឲ្យក្រុមរបស់នាងបន្តស្វែងរកតំបន់នេះឲ្យបានហ្មត់ចត់ពេលនេះនាងមានរឿងសំខាន់ដើម្បីដោះស្រាយជាមុនសិននាងផ្ដាំពួកគេជាពិសេសប្រសិនបើលោករត់ចូលទៅក្នុងបិសាចជញ្ជក់ឈាមសូមកុំប្រយុទ្ធជាមួយវាចាំខ្ញុំនៅទីនោះក្រុមរបស់នាងយល់ព្រមហើយ Daphne ក៏ហោះចាក់ចេញទៅដែរអាណាខ្ញុំមិនអនុញ្ញាតឲ្យនាងលួចអ្វីពីខ្ញុំទៀតទេកាត់មកទីក្រុងអាណាវិញបានផុសចេញនៅដៃនាគយ៉ាងធំដែលធ្វើឲ្យប៉ះពាល់ដល់ទីក្រុងនៅជិតនោះខ្ទេចគ្មានសល់ហើយនាគនឹងវាស្រែកឃ្លានដោយបានហាមាត់ស្រូបយកអ្វីទាំងអស់ដែលនៅជុំវិញវាឯអ្នកចម្បាំងពួកគេបានត្រឹមតែឈរមើលនាគនេះវាកើតឡើងរៀងរាល់2-3សតវត្សហើយស្រការបស់នាគនេះវាជារបាំងវេទមន្តដ៏ពិបាកបំផុតក្នុងការទម្លុះស្បែកនាគមានតែដាវនាគប៉ុណ្ណោះដែលអាចទម្លុះស្បែកនាគនេះបានហើយដាវនោះគឺគ្មានអ្នកណាដកចេញទេអភ័សកតុងដែងវាបាននិយាយថាហេតុអ្វីបានជាមនុស្សមិនរស់នៅឆ្ងាយពីវាអភ័សកខ្មៅថាឲ្យអាតុងដែងអូឯងគ្មានឆ្កល់ទេថាឯងនៅតែជាអ្នកចម្បាំងទាបអ៊ីរ៉ាងដែលមានព័ត៌មានមិនទាន់សម័យទាំងស្រុងបន្ទាប់ពីស៊ីអាហារគ្រប់គ្រាន់សត្វនាគតែងតែជ្រើសរើសកន្លែងសម្រាប់គេងហើយនៅក្រោមកន្លែងគេងរបស់នាគតែងតែលាក់មាសជាច្រើននៅទីនោះដរាបណាវាមិនគំរាមកំហែងដល់ទីក្រុងសាឡឹម
ដែលជាទីតាំងកន្លែងហ្គាលអ្នកចម្បាំងបន្ទាប់មកយើងមិនចាំបាច់ប្រថុយប្រឋានដើម្បីសម្លាប់វាទេបែរមកខាងនេះវិញដៃស៊ីនាងនិយាយទៅកាន់ដៃអាណាអ្នកស៊ូនឌីតើនាងហ៊ានលួចប្រធានក្រុមស៊ូនហ្សិតរបស់យើងដោយរបៀបណានាងជ្រុលពេកហើយដៃអាណានាងតបទៅវិញប្រសិនបើស៊ូនហ្សិតអាចផ្ដល់នៅតម្លៃខ្ពស់ជាងនេះខ្ញុំមិនមានអ្វីត្រូវនិយាយទេស៊ីរីតើលោកគិតយ៉ាងម៉េចអាស៊ីរីវាចាប់ផ្ដើមគិតខ្ញុំមិនស្គាល់ពួកគេតតែសោះហេតុអ្វីបានជាគេឲ្យលុយខ្ញុំច្រើនម្ល៉េះគ្មានអ្វីដែលហ្វ្រីទេក្នុងโลกនេះអញ្ចឹងខ្ញុំនឹងសួរពួកគេថាចង់បានអីអាស៊ីរីវាសួរដៃអាណាថាចង់បានអីពីវាដៃអាណានាងប្រាប់ថារឿងដំបូងលោកត្រូវប្រាប់ខ្ញុំពីរបៀបដែលលោកបានបំបីគោលការណ៍មិនសហការរបស់បងស្រីខ្ញុំដាហ្វីនហើយខ្ញុំត្រូវដឹងរាល់ព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងនៅក្នុងស៊ីយ៉ាដានចិនអាស៊ីរីថាមានអីទៀតអត់ដៃអាណានាងថាប្រកាសណាស់ខ្ញុំនឹងបញ្ជូនលោកនៅលើកម្មវិធីទូរទស្សន៍តផ្សាយរឿងនេះទូទាំងក្រុងសាឡឹមខ្ញុំនឹងផ្សព្វផ្សាយពីចំណុចឈឺចាប់នេះដែលធ្វើឲ្យបងស្រីដែលរឹងរូសរបស់ខ្ញុំបំបែកគោលការណ៍របស់នាងពេលនោះនាងនឹងមានអារម្មណ៍ខ្មាស់អៀនជាខ្លាំងអាស៊ីរីវានិយាយឡើងខ្ញុំយល់ហើយខ្ញុំបដិសេធដែលអាណានាងស្រែកហេតុអី5សែនកាក់មាសណានេះអាចជាឱកាសតែមួយគត់ក្នុងជីវិតរបស់លោកដែលទទួលបានប្រាក់យ៉ាងច្រើនអាស៊ីរីវាថាប្រសិនបើខ្ញុំប្រាប់អ្នកដទៃអំពីរឿងនោះដាហ្វីននឹងមានអារម្មណ៍សោកសៅហើយខ្ញុំបានសន្យាជាមួយនាងខ្ញុំនឹងមិនប្រាប់នរណាម្នាក់ទេប្រសិនបើនាងមិនមានអ្វីត្រូវនិយាយទេអញ្ចឹងចាក់ចេញទៅដែលអាណានាងគិតក្នុងចិត្តនៅពេលមានលុយចូលមកពាក់ព័ន្ធពាក្យសន្យាមិនមានតម្លៃទេខ្ញុំនឹងថាលោកចង់បានលុយបន្ថែមនាងលើកម្រាមដៃឡើងលើលើកនេះខ្ញុំនឹងផ្ដល់ជូនតែពេលនោះដាហ្វីនបានហោះមកដោយស្រែកហៅឈ្មោះដៃអាណានាងងាកទៅរកសម្ដីនោះឃើញដាហ្វីនហោះសម្ដៅមករកនាងដាហ្វីននាងមកគៀកដៃអាណារួចក៏វីនាងមួយដៃតែត្រូវបានអារយរងនៅកំណាប់ដៃរបស់នាងជាប់បន្ទាប់មកដាហ្វីននាងដកដៃចេញអារយវានិយាយថាកញ្ញាដាហ្វីនមិនចាំបាច់វីកញ្ញាដៃអាណាដោយប្រើកម្លាំងបែបនេះទេដាហ្វីននាងថាមិនមែនជារឿងរបស់ឯងទេដៃស៊ីនាងភ្ញាក់ផ្អើលនៅពេលដែលឃើញដាហ្វីនមានទំនាក់ទំនងជាមួយអាស៊ីរីដៃអាណានាងនិយាយទៅកាន់ដាហ្វីនបងថែមទាំងផ្អាកការងារហើយប្រញាប់មកទីនេះយ៉ាងលឿនតើបងជឿថាដៃគូរបស់បងនឹងរក្សាពាក្យរបស់គាត់ឬអាស៊ីរីដែលនៅខាងក្រោយដៃអាណាបានលើកដៃជាសញ្ញាខ្វែងវាមិនបាននិយាយអ្វីនោះទេដាហ្វីនឃើញអញ្ចឹងនាងញញឹមបន្តិចដែលអាស៊ីរីមិនបានចាញ់បោកការលបងរបស់ប្អូនស្រីនាងពេលនោះដាហ្វីននាងប្រទះឃើញថាភ្នំដៃអាណាធំជាងមុនហើយនាងអស់សំណើចនាងថាប្អូនស្រីតូចរបស់ខ្លះមិនអាចទិញបានដោយលុយទេការដាក់ទ្រូងរបស់ឯងឲ្យច្រើនវាមានន័យថាឯងមិនមានទំនុកចិត្តលើខ្លួនឯងដែលណាបែកញើសពេលដែលដាហ្វីនចាប់បាននាងថាប្រឈមមុខនឹងវាបងមិនមានដើមទ្រូងធំបែបធម្មជាតិទេសូម្បីតែបងបានធ្វើការវះកាត់ដាក់ស្អីខ្ញុំមិនដឹងទេតុននាងថាវានៅតែជារបស់ខ្លែងខ្លាយនាងបន្តទៀតថាមិនសមហេតុផលដើមទ្រូងរបស់នាងធំបែបនេះគ្រប់ពេលវេលាសោះហ្នឹងហើយនាងទ្រាំមិនបានក៏ចាក់ចេញទៅដែលណានាងគិតពីបងស្រីនាងដែលលាក់អាត់កំបាំងជាមួយអាស៊ីរីដោយនាងនឹងធ្វើឲ្យអាស៊ីរីបន្ទាបខ្លួននៅចំពោះមុខនាងហើយនាងនឹងតបស្នងភាពអាម៉ាស់នេះវិញនៅពេលអនាគតកាន់មកណាហ្វីននាងថាស៊ីរីបើបងស្រីខ្ញុំមករកលោកម្ដងទៀតគ្រាន់តែតតនាងចេញទៅអាស៊ីរីវាថាអូខេហើយវាកើតក្នុងចិត្តទំនាក់ទំនងរវាងអ្នកទាំងពីរមិនល្អទេពេលនោះការរបស់ដាហ្វីនបានមិនលឺឡើងចេញពីក្រុមរបស់នាងប្រធានក្រុមដាហ្វីនពួកយើងរកឃើញបិសាចជញ្ជក់ឈាមហើយនៅស៊ូនវាយបិសាចសក់សដាហ្វីនលឺអញ្ចឹងក៏លាអាស៊ីរីទៅធ្វើភារកិច្ចរបស់នាងហើយដៃស៊ីក៏លាអាស៊ីរីចាក់ចេញផងដែរបន្ទាប់មកអាស៊ីរីវាបិទទ្វាររួចក៏លឺយូកស្រែកហៅអាស៊ីរីថាសាឌីលនាងឈឺអាស៊ីរីវាសួរទៅវិញតើមានអីខុសជាមួយសាឌីលឬយូកថាសីតុណ្ហភាពរាងកាយរបស់នាងធ្លាក់ចុះយ៉ាងលឿនខ្ញុំគិតថានាងមិនអាចទ្រាំទ្របានទៀតទេបើសិនជាឲ្យនាងជាសះស្បើយមានតែឱសថបុរាណមកពីដែនចិនទើបអាចបង្កើនកម្លាំងរាងកាយឲ្យជាសះស្បើយបានប៉ុន្តែនាងចិត្តអស់ពេលហើយអាស៊ីរីវារកវិធីជួយសាឌីលហើយក៏នឹកឃើញទៅដល់ឈាមពេលដែលភីណាបឺតឈាមរបស់វានាងបានកើនឡើងកម្លាំងរាងកាយអញ្ចឹងឈាមរបស់វាអាចព្យាបាលនាងបានអាស៊ីរីមិនចាំយូរបានអាដៃខ្លួនឯងឲ្យចេញឈាមរួចបង្ហូរវាឲ្យសាឌីលផឹកយុគដែលនៅចិត្តនោះនាងក៏ប្រតិកម្មឈាមអាស៊ីរីពេលដែលសាឌីលបានផឹកឈាមអាស៊ីរីរាងកាយរបស់នាងបានជាមកវិញហើយនាងបើកភ្នែកឡើងអាស៊ីរីវាបារម្ភពីនាងមែនតែនដោយកាត់មកនាងយៈនេះវិញដែលកំពុងតែស្រោកកំទេចទីក្រុងយកមកទំពាក្នុងមាត់សុកស្រាប់តែធំក្លិនឈាមរបស់អាស៊ីរីហើយក៏បដូរទិសដៅទៅរកក្លិនឈាមនោះអ្នកដែលឈរមើលភ្ញាក់ផ្អើលរាប់រយឆ្នាំហើយមិនដែលមានរឿងចឹងទេអបិសក់ខ្មៅបានហាមាត់វាកំពុងឆ្ពោះទៅកាន់ទីក្រុងហ្គារបស់អ្នកចម្បាំងអូទេជូនដំណឹងដល់ហ្គាឥឡូវនេះនាគយៈបានបដូរទិសដៅរបស់វាភ្លាមវាកំពុងឆ្ពោះទៅទីក្រុងសាឡឹម
អ្នកនោះវាថាក្លិនឈាមដូចជាព្រះអង្គម្ចាស់អាសាធរខ្ញុំពិតជាចង់ទៅផឹកវាណាស់បែរមកយុគនាងកំពុងវង្វេងស្មារតីនឹងឈាមអាស៊ីរីឯសាឌីលនាងហាមាត់ត្រង់ឈាមអាស៊ីរីមិនឲ្យធ្លាក់មួយដំណក់នោះទេអាស៊ីរីវាស្រែកដោយសារតែសាឌីលនាងបៀមខ្លាំងពេកហើយក៏រសាផងដែរយុគនាងមើលឈាមអាស៊ីរីឡើងហៀទឹកមាត់ហើយរួចនាងក៏វាទៅរកអាស៊ីរីនាងថានាងចង់ភ្លុកវាយុគចាប់ក្បាលអាស៊ីរីហើយអោនទៅបឺតឈាមជាមួយនឹងសាឌីលអូខេពួកគេកំពុងតែបឺតដៃអាស៊ីរីឯអាស៊ីរីត្រូវបានយុគសង្កត់វាថាអ្នកទាំងពីរឈប់បៀមទៀតទៅខ្ញុំមិនអាចមានអារម្មណ៍ថាជាដៃរបស់ខ្ញុំទៀតទេហើយអ្នកទាំងពីរដែលបៀមដៃអាស៊ីរីពួកគេមានអារម្មណ៍ល្អផ្សេងៗគ្នាដូចជាកើនកម្លាំងឆ្ងាញ់ស្រស់ស្រាយក្នុងរាងកាយបានមិនសុទ្ធអីចឹងទៅពេលនោះមេក្រូប្រកាសអាសន្នបានបន្លឺឡើងយ៉ាងខ្លាំងហើយទីក្រុងទាំងមូលក៏លេចចេញវេទមន្តរបាំងការពារដែលធ្វើឲ្យយុគនិងសាឌីលដាច់អារម្មណ៍អស់អ្នកទាំងពីរភ្ញាក់មកវិញសាឌីលនាងរៀងសើបន្តិចយុគនាងថាកៅអៅរបស់ខ្ញុំបានប្រែទៅដោយដើមវិញប៉ុន្តែវាមានអារម្មណ៍ថាវេទមន្តរបស់ខ្ញុំត្រូវបានបន្ថយកម្រិតអាស៊ីរីមើលដៃរបស់វាទីបំផុតអ្នកទាំងពីរឈប់ហើយកាត់មកប្រជាជនដែលរស់នៅសាលីមត្រូវបានមេក្រូប្រកាសអាសន្នប្រាប់ថានាយៈកំពុងធ្វើដំណើរមកទីនេះប្រជាជនទាំងអស់ត្រូវជម្លៀសទៅកាន់ទីជម្រកក្រោមដីជាបន្ទាន់អ្នកចម្បាំងដែលនៅក្នុងទីក្រុងមានរយៈពេល3ម៉ោងដើម្បីរាយការណ៍ទៅទីស្នាក់ការហ្គៀលអ្នកចម្បាំងហើយអ្នកចម្បាំងដែលបរាជ័យក្នុងការបង្ហាញខ្លួនក្នុងរយៈពេល3ម៉ោងនឹងត្រូវប្រឈមមុខនឹងការបណ្តេញចេញពីហ្គៀលហើយមានឡានជាច្រើនជិះចេញពីហ្គៀលដែលរក្សារថយន្តសម្រាប់អ្នកចម្បាំងជិះឯអាស៊ីរីវាមកដល់កន្លែងរក្សារថយន្តត្រូវបានអ្នកធ្វើការនៅទីនោះសួរអាស៊ីរីតើលោកមកម្នាក់ឯងហើយមិនមានសមាជិកផ្សេងទៀតពីក្រុមរបស់លោកមកជាមួយទេអាស៊ីរីវាថាត្រូវហើយខ្ញុំទៅតែធ្វើជាប្រធានក្រុមខ្ញុំមិនទាន់ជ្រើសរើសអ្នកណាមួយឡើយអ្នកធ្វើការនាងថាសូមអភ័យទោសលោកមិនអាចជិះរថយន្តតែម្នាក់ឯងបានទេយ៉ាងហោចណាស់តិចបំផុតមនុស្ស2នាក់សម្រាប់ការស្នើសុំរថយន្តអាស៊ីរីវាភាំងតែម្ដងតើនាងចង់ឲ្យខ្ញុំរត់100ម៉ាយទៅទីស្នាក់ការក្នុងរយៈពេល3ម៉ោងនេះឬអ្នកធ្វើការនាងប្រាប់អាស៊ីរីដោយដែលលោកបានដឹងអញ្ចឹងនេះគឺជាការសង្គ្រោះបន្ទាន់មួយយានជំនិះនៅក្នុងតំបន់សិទ្ធមានភាពតឹងរឹងនៅពេលនេះភាគច្រើនត្រូវបានបញ្ជូនរួចហើយមិនមានអ្វីច្រើនទេដែលខ្ញុំអាចធ្វើបានអាស៊ីរីវាប្រាប់នាងហោហែចង់បានឡានជិះទៅទីស្នាក់ការហ្គៀលឲ្យទាន់ពេលមិនអញ្ចឹងទេគេនឹងដោតតំណែងវាជាមិនខានទេហើយពេលនោះមានមនុស្សស្រីម្នាក់បានចូលមករាក់ទាក់អាស៊ីរីសួស្តីខ្ញុំជាអៃរីនមកពីក្រុម14ប្រធានក្រុមរបស់ខ្ញុំកំពុងនាំឡានមកជុំវិញលោកអាចជិះជាមួយយើងប្រសិនបើលោកចង់អាស៊ីរីអរគុណនាងហើយព្រមទាំងសរសើរប្រធានក្រុមរបស់នាងថាជាមនុស្សចិត្តល្អអៃរីននាងថាប្រធានក្រុមរបស់នាងក៏ចង់បង្កើតមិត្តជាមួយអ្នកចម្បាំងខ្លាំងដូចជាអាស៊ីរីហើយនាងក៏សួរឈ្មោះនឹងរ៉េងអាស៊ីរីវាណែនាំខ្លួនឯងខ្ញុំប្រធានក្រុមស៊ីរីនៃក្រុម15រ៉េង F អៃរីនគ្រាន់តែឮថាអាស៊ីរីរ៉េង F នាងបដូរចរិតភ្លាមរ៉េង F គ្មានអ្នកណាទទួលបានប្រធានក្រុមទេតើលោកលេងសើចជាមួយខ្ញុំឬហើយនាងក៏ដើរចេញទៅអាស៊ីរីវាឆ្ងល់ជុំយប់នេះកើតអីគេតែពេលនោះបេឡានាងមកចូលរួមក្រុមជាមួយអាស៊ីរីភ្ញាក់ផ្អើលដែលបេឡាបានចេញពីមន្ទីរពេទ្យបេឡានាងចង្អុលចំទ្រង់អាស៊ីរីនាងថាមិនបានលោកអត់មករកខ្ញុំបានឮច្រើនអំពីអ្វីដែលលោកបានធ្វើនេះពេលចុងក្រោយនេះតើលោកដឹងទេអាស៊ីរីវាដោះសារខ្ញុំត្រូវបានគេបោកបញ្ឆោតមួយរយៈពេលចុងក្រោយនេះវាមានភាពស្មុគស្មាញបេឡានាងថាមិនក៏ដោយលោកជាប្រធានក្រុមលោកត្រូវផ្ដោតលើកាតព្វកិច្ចរបស់លោកប៉ុន្តែនៅពេលដែលបេសកកម្មងារនេះត្រូវបានបញ្ចប់លោកនិងខ្ញុំនឹងមានការជជែកគ្នាអ្នកធ្វើការនាងប្រាប់អាស៊ីរីឲ្យមកជាមួយនាងដើម្បីចុះអត្តលេខាលើការងារមួយចំនួនសិនអាស៊ីរីបានប្រាប់បេឡាថានឹងត្រឡប់មកវិញអៃរីននាងនៅទីនឹងដែរបានស្ដាប់ឮពួកគេទាំងអស់ហើយនាងនិយាយមើលងាយអាស៊ីរីដែលជាប្រធានក្រុម F rank ចំពោះមុខបេឡាខណៈនោះប្រធានក្រុមអៃរីនមកដល់វាថាប្រធានក្រុម A rank ដោយសារការភ្ជាប់ទំនាក់ទំនងរបស់គាត់ជាមួយលោកឆាល់តុនមិនមែនដោយសារតែជំនាញពិតប្រាកដទេអានេះវាបុកលុយអ្នកគ្នាបានក្លាយជាប្រធានក្រុមហើយវាក៏បញ្ចុះបេឡាឲ្យចូលក្រុមវាព្រមទាំងអួតពីអាវក្រោះខ្លួនឯងថាខ្លាំងជាងអាស៊ីរីទៅទៀតរួចក៏ហុចដៃទៅកាន់នាងឲ្យបោះបង់អាស៊ីរីចោលមកដើរតាមអ្នកចម្បាំងខ្លាំងក្លាពិតប្រាកដហើយថែមទាំងផ្ដល់ឲ្យនាងនៅដាវ A rank នឹងធ្វើឲ្យនាងឡើងកម្រិតទៅ B rank ភ្លាមបេឡានាងនិយាយឈ្មោះអាប៉ែតនឹង Tyler ខ្ញុំសុំទោសខ្ញុំធ្វើតាមគំនិតរបស់ខ្ញុំគឺចូលរួមជាមួយស៊ីរីពេលនោះអាស៊ីរីស្រែកហៅនាងវារួចរាល់ហើយគ្រាន់តែត្រូវការអត្តលេខារបស់នាងប៉ុណ្ណោះបេឡាឮអញ្ចឹងក៏ទៅបំពេញអត្តលេខាទៅអាថៃឡឺវាខឹងក្តាប់ដៃយ៉ាងណែនអានេះវាស្រឡាញ់គេម្នាក់ឯងអ្នកគ្នាអ្នកមើលមានណាចឹងអត់ហើយអៃរីននាងថាបេឡាមិនដឹងរបស់ល្អទេនៅពេលដែលនាងឃើញវារួចក៏ប្រាប់អាថៃឡឺឲ្យបំភ្លេចនាងទៅឯអាថៃឡឺវាថាចាំមើលទៅពួកគេនឹងអង្វរសុំជំនួយរបស់ខ្ញុំក្នុងរយៈពេល1នាទីបែរមកអាស៊ីរីវាគាំងតែម្ដងនាងប្រាប់ខ្ញុំថាអត់មានឡានទេអ្នកធ្វើការប្រាប់អាស៊ី
Assyria ពីរនាក់ចុងក្រោយត្រូវបានយកដោយក្រុមទី14ពួកគេត្រូវការរថយន្តទាំងពីរសម្រាប់ក្រុមមនុស្ស5នាក់របស់ពួកគេលោកអាចនិយាយជាមួយប្រធានក្រុម Tyler បានខ្ញុំប្រកាសណាស់ពួកគេនៅសល់កន្លែងអង្គុយច្រើនហើយអា Tyler វាកំពុងរងចាំ Bella និង Assyria មកសុំពួកគេឲ្យជីដែរដោយអា Tyler នឹងធ្វើល្អចំពោះ Bella រួចវានឹងបដិសេធ Assyria មិនឲ្យវាជីជាមួយនោះទេបែរមក Assyria វាមើលក្រដាស់ដែលអាណាប្រគល់ឲ្យវាដោយក្នុងក្រដាស់នោះសរសេរថាទេមកខ្ញុំប្រសិនបើលោកត្រូវការជំនួយដោយបែរមកអ្នកខាងក្រៅអា Tyler វាថាចុំពួកនឹងធ្វើគេបានមិនទាន់ចេញមកទៀតហើយបន្ទាប់មក Assyria និង Bella បានដើរចេញមកអា Tyler ឃើញពួកគេដើរមកដល់ក៏សួរ Assyria ហេ Syria តើលោកមិនអាចយកឡានបានទេឬ Assyria តទៅវិញនឹងហើយតែលោកចង់យ៉ាងម៉េចហើយអា Tyler វាដោតជើងដែលទប់ដាវរបស់វាឲ្យធ្លាក់ចំជើង Assyria ដោយអា Tyler វាធ្វើជាសុំទោសហើយចង់ឲ្យ Assyria រើសដាវឲ្យវាអា Tyler បន្តទៀតថាបើ Assyria រើសដាវនោះប្រកល់ឲ្យអា Tyler នោះវានឹងឲ្យ Assyria និង Bella ជិះឡានជាមួយពួកគេហើយអា Tyler ព្រមទាំងមើលងាយ Assyria ផងដែរ Bella នាងបានថាឲ្យអា Tyler ដែលធ្វើហួសហេតុដាក់ Assyria ឯកូនក្រុមអា Tyler បានប្រាប់ Bella ឲ្យសួរប្រធានក្រុមល្អៗទៅនោះគាត់នឹងឲ្យនាងជិះឯអា Tyler វាថាឲ្យ Bella វិញក្នុងស្ថានភាពបន្ទាន់បែបនេះអ្នកចម្បាំងណាក៏ដោយដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ C rank ដែលមិនបង្ហាញខ្លួននៅទីស្នាក់ការ Guild ក្នុងរយៈពេល3ម៉ោងនឹងត្រូវគេបណ្តេញចេញទីស្នាក់ការនៅចម្ងាយ100ម៉ាយនាងគួរតែគិតអំពីរឿងនេះវិញល្អជាងអ្នកដឹកនាំក្រុមពួកគេបានបាត់បង់តំណែងដោយសារតែមូលហេតុនេះនាងនឹងទេការដឹកនាំក្រុមមួយត្រូវការអំណាចពិតប្រាកដនៅពីក្រោយវាហើយ Syria វិញគេគ្រាន់តែគ្មានសមត្ថភាពគ្រប់គ្រាន់សម្រាប់វាទេបើគេខកខានការកំណត់គេនឹងត្រូវត្រឡប់ទៅ F rank ម្ដងទៀត Bella នាងមើលទៅ Assyria ដោយគិតក្នុងចិត្តខ្ញុំសុំទោស Syria ទាំងនេះគឺមកពីកំហុសរបស់ខ្ញុំ Tyler បានកំណត់គោលដៅមកលើលោកដោយសារតែខ្ញុំឯ Assyria វាបាននិយាយឡើងវាមកដល់ហើយអា Tyler បានងើយទៅលើឃើញឧទ្ធម្ភាគចក្រចុះចតនៅទីនេះហើយពួកគេបានមើលទៅលើ logo ឧទ្ធម្ភាគចក្រនោះដោយមានការភ្ញាក់ផ្អើលនេះជាឧទ្ធម្ភាគចក្រ VIP របស់ Guild ហើយអា Tyler បានប្រាប់ឲ្យក្រុមរបស់វាបិទមាត់វាថាឧទ្ធម្ភាគចក្រនេះត្រូវតែនៅទីនេះសម្រាប់មនុស្សដ៏សំខាន់ណាមួយកុំឲ្យគេឮភាពអស់សំណើចរបស់អ្នកឲ្យសោះហើយទ្វារឧទ្ធម្ភាគចក្របានទម្លាក់ចុះមកលេចចេញនៅវត្តមានរបស់ Diana ហើយ Assyria ឲ្យឡើងឧទ្ធម្ភាគចក្រអា Tyler និងក្រុមរបស់វាលឺអញ្ចឹងចុំឧទ្ធម្ភាគចក្រសម្រាប់ Syria គេគ្រាន់តែជាអ្នកចម្បាំង F rank ប៉ុណ្ណោះនោះប្រហែលជាច្រឡំទេដឹងអា Syria វាញញឹម Bella តោះទៅរួចអ្នកទាំងពីរក៏ឡើងឧទ្ធម្ភាគចក្រអា Tyler ដែលឈរមើលពួកគេវាថាគ្មានផ្លូវទេ F rank នេះកំពុងឡើងឧទ្ធម្ភាគចក្រហើយឧទ្ធម្ភាគចក្របានហោះឡើងDiana ប្រាប់អារ៉យឲ្យហោះចាក់ចេញអា Tyler ដែលនៅខាងក្រោមបានស្រែកហៅ Assyria ឲ្យប្រកល់ដាវរបស់វាមកវិញ Assyria មើលដាវអា Tyler អូសំទោសប៊ីសភ្លេចរួចក៏គប់ដាវនោះហោះទៅបុកចំកន្លែងចាក់សាំងឡានផ្ទុះដាំងតែម្ដងហើយក្រុមអា Tyler សួរថាប្រធានក្រុមឡានបំរុងរបស់យើងតើយើងគួរធ្វើអ្វីលើនេះអា Tyler ប្រាប់ក្រុមរបស់វានៅឈរមើលដល់ណាទៀតឆាប់ទៅរកឡានមួយទៀតមកហើយយើងកាន់មកក្រុម Davin ពួកគេកំពុងតែប្រឈមមុខនឹងបិសាចដែលជញ្ជក់ឈាមគេហើយបិសាចនោះគឺជាអាសាធរនាងលិតដៃខ្លួនឯងដែលប្រឡាក់ឈាមដោយនិយាយថាឈាមនេះមិនមែនជាមនុស្សម្នាក់នោះទេអ្នកទាំងអស់គ្នាដឹងហើយថានាងចង់សម្ដៅលើណាគេបន្ទាប់មកនាងក៏បែរមករកអ្នកចម្បាំងនៅពីមុខនាងដោយស្រែកឡើងខ្ញុំនឹងផឹកឈាមបុរសទាំងអស់នៅទីក្រុងនេះក្នុងចំណោមពួកឯងប្រកាសជាមានមួយអាសាធរប្រហែលជាបាត់បង់ការចងចាំបានភ្លេចមុខ Assyria ហើយអាប៉ែដែលនៅខាងឆ្វេងនិយាយថាប្រសិនបើ Davin នៅទីនេះបញ្ហានេះនឹងត្រូវដោះស្រាយយ៉ាងងាយហើយអាប៉ែនៅកណ្ដាលវាថា Davin មានរឿងសំខាន់ត្រូវដោះស្រាយនាងមិនអាចមកទីនេះទាន់ពេលទេយើងជាឆ្មាំងក្រុងដូច្នេះវាជាការងាររបស់យើងក្នុងការការពារទីក្រុងនេះអាសាធរនាងក៏ស្ទុះចូលទៅចាប់កអាប៉ែនោះដែលធ្វើឲ្យដាវអាប៉ែនោះបាក់ផងដែរអាសាធរបានហាមាត់បំរុងនឹងបឺតឈាមអាប៉ែនោះទៅហើយក៏ស្រាប់តែ Davin នាងមកដល់ហក់ជន់អាសាធរតែអាសាធរនាងប្រឡែងអាប៉ែនោះចេញគិតពីការជន់របស់ Davin ទាន់ពេលកុំអីក៏ពិតដូចជាជៀន Davin នាងប្រាប់អាប៉ែនោះថាកុំឲ្យចូលចិត្តបិសាចពេកឲ្យរងចាំនាងសិនអាប៉ែនោះតបទៅវិញប៉ុន្តែប្រធានក្រុម Davin តើនាងមិនទៅកាន់ទីស្នាក់ការ Guild អ្នកចម្បាំងទេឬ Davin នាងថាខ្ញុំនៅសល់ពេលប្រហែល2ម៉ោងកន្លះមានពេលច្រើនសម្រាប់កម្ចាត់បិសាចនេះរួចនាងមើលទៅអាសាធរបិសាចដែលមកពីស៊ីយ៉ាដាងចិននាងនៅរស់ទៀតអាសាធរឆ្ងល់នាងស្គាល់ខ្ញុំ Davin នាងថាលើកមុនពេលយើងប្រយុទ្ធគ្នាខ្ញុំរងរបួសទាំងអស់ដោយសារតែនាងប៉ុន្តែឥឡូវនាងមិនមានអារម្មណ៍ថាមានអានុភាពវេទមន្តខ្លាំងដូចពីមុនទៀតទេនាងកាន់តែខ្សោយហើយអាសាធរនាងក៏មិនកុហកដែរប៉ុន្តែខ្ញុំគ្រាន់តែជាផ្នែកតូចៗរបស់ខ្លួនដើមរបស់ខ្ញុំប៉ុណ្ណោះខ្ញុំមកទីនេះតាមតែអារម្មណ៍ចង់បានរបស់ខ្ញុំនិងកំពុងស្វែងរកបរិសម្នាក់ហើយរាងកាយអាសាធរមិនទាន់ពេញលេញទេគ្រាន់តែជាបំណែករាងកាយរបស់នាងប៉ុណ្ណោះហើយនាងបន្តទៀតថាមានអ្វីមួយនៅក្នុងឈាមរបស់គេកំពុងហៅចិត្តខ្ញុំវាធ្វើឲ្យខ្ញុំចង់ផឹកឈាមគេទាំងស្រុងហើយខ្ញុំគិតថាខ្ញុំធ្លាប់ប្រយុទ្ធជាមួយគេពីមុនមកហើយ Davin នាងគិតថានៅពេលនោះមានតែខ្ញុំជាមួយ Syria ប៉ុណ្ណោះនៅក្នុងស៊ីយ៉ាដានចិនតែនាងកំពុងស្វែងរក Syria មែនទេបើអញ្ចឹងមែននាងត្រូវតែបញ្ចប់អាសាធរនៅ
ទីនេះភ្លាមកាត់មកខាងនេះវិញឧទ្ធម្ភាគចក្របានចុះចតនៅទីស្នាក់ការកណ្ដាលហើយអ្នកទាំងអស់គ្នាបានចូលមកក្នុងអាស៊ីរីវាភ្ញាក់ផ្អើលមិនគិតថាមានដាងចិននៅក្រោមទីស្នាក់ការកណ្ដាលសោះដែលណានាងថាអញ្ចឹងហើយអេហ្វរ៉េងមិនអាចដឹងអំពីរឿងសម្ងាត់ទាំងនោះបានទេដាវសម្រាប់នាគត្រូវបានរក្សាទុកនៅទីនេះវាត្រូវបានរក្សាទុកសម្រាប់ករណីអាសន្នដូចបច្ចុប្បន្ននេះបេឡានាងសួរដាណាតែបើសិនជាបិសាចអាចកំបាំងអាក្រក់មួយចំនួនរត់ចេញពីទីនេះវិញតើវាមិនគ្រោះថ្នាក់សម្រាប់មនុស្សទាំងអស់នៅខាងលើទេឬដាណានាងថាកុំភ័យនៅទីនេះគ្មានបិសាចទេមានតែដាវប៉ុណ្ណោះវាសុវត្ថិភាពពេញលេញបន្ទប់ដែលមានដាវស្ថិតនៅចំហៀងនេះឯងអាស៊ីរីមកដល់ទីនោះក៏ភាំងតែម្ដងដាណាក្រែងនាងនិយាយថាមិនមានបិសាចទេហើយកន្លែងនេះវាសុវត្ថិភាពមែនទេដាណានាងក៏ភ្ញាក់ផ្អើលផងដែររូបចម្លាក់មុខទ្វារនោះពីមុនមិនមែននៅទីនេះណាហើយមិនបានវាមកនៅទីនេះឯបេឡានាងឃើញបរិមម្នាក់នៅមានជីវិតក៏ជួយឲ្យប៉ែនឹងឲ្យងើបមកអង្គុយផ្អែកអញ្ចឹងដែលណានាងបោះជំហានទៅមុខដោយគិតថាសាកសពជាច្រើននៅគ្រប់ទីកន្លែងវាជាការសម្លាប់យ៉ាងសាហាវអាប៉ែនោះមើលទៅដាណានាងបានជាប់ផ្ទៃថ្មដែលបណ្ដាលឲ្យរូបចម្លាក់ឮសំឡេងរបស់ដាណាឯអាប៉ែនោះបានមកប្រាប់ដាណាកុំឲ្យមិនឮសំឡេងនាងកំពុងតែដាស់រូបចម្លាក់នោះហើយឯរូបចម្លាក់នោះវាបានងើបក្បាលឡើងហើយក៏បញ្ចេញពន្លឺតាមភ្នែកបាញ់មករកដាណាតែក៏ត្រូវអារ៉យចាប់នាងបោះទៅជិតអាស៊ីរីដោយយកដៃរងលេស៊ើនោះបន្ទាប់ពីដាណាចេញពីផ្ទៃថ្មរូបចម្លាក់នោះបានឈប់បាញ់ហើយក៏បិទភ្នែកអង្គុយដោយដើមវិញអារ៉យវាសួរដាណាថាមានរបួសត្រង់ណាទេដាណានាងមិនអីទេហើយនាងមើលទៅដាអារ៉យដោយអារ៉យវាថាវាមិនមែនជារឿងធ្ងន់ធ្ងរទេវានឹងជាសះស្បើយប្រសិនបើអារ៉យសម្រាប់បន្តិចអាស៊ីរីវានិយាយឡើងដូច្នេះរាល់ពេលដែលមាននរណាម្នាក់ធ្វើសំឡេងចម្ងាយនោះរូបចម្លាក់នោះលើកក្បាលឡើងបើកភ្នែកហើយបាញ់លេស៊ើទៅលើពួកគេឬអាប៉ែដែលត្រូវបានបេឡាព្យាបាលវាថាត្រឹមត្រូវហើយពេលលោកឆ្លងកាត់ជំហាននេះទៅលោកនឹងចូលទៅក្នុងតំបន់សម្រាប់របស់នាងសូមលោកប្រុងប្រយ័ត្នផងអាស៊ីរីបានរើសយកដើរនៅខាងក្រោមដីមួយរួចប្រាប់បេឡាឲ្យមើលដៃអាណានិងអ្នករបួសនៅទីនេះឲ្យមានសុវត្ថិភាពតែដៃអាណាវិញនាងបញ្ជាឲ្យអារ៉យទៅកម្ចាត់វាអាស៊ីរីប្រាប់អារ៉យមើលសិនរូបចម្លាក់មានភ្នែកពីរបើអ្នកណាត្រូវការវាយប្រហារពីរូបចម្លាក់នោះម្នាក់ទៀតនឹងបន្តដើម្បីបំផ្លាញវាអារ៉យវាយល់ព្រមរួចក៏សួរអាស៊ីរីតែលោកគ្រាន់តែជាអ៊ីរ៉ាំងប៉ុណ្ណោះតែលោកប្រកាសទេថាមានកម្លាំងគ្រប់គ្រាន់ដើម្បីបំផ្លាញវាអាស៊ីរីមិនបាននិយាយអ្វីទេក៏ស្ទុះចូលទៅរករូបចម្លាក់នោះដោយរូបចម្លាក់នោះបានលើសំឡេងនាងបានបើកភ្នែកឡើងបាញ់ទៅរកសំឡេងនោះអាស៊ីរីកិច្ចផុតរួចគិតថាដោយល្បឿនបែបនេះអាស៊ីរីអាចជៀសវាងការវាយប្រហាររបស់រូបចម្លាក់នេះបានប៉ុន្តែការជៀសវាងទាំងនេះនឹងធ្វើឲ្យអាស៊ីរីអស់កម្លាំងវានឹងមិនយូរទេអាស៊ីរីនឹងត្រូវការវាយប្រហារនោះដោយវាត្រូវតែបំផ្លាញរូបចម្លាក់នេះឲ្យបានលឿនហើយរូបចម្លាក់បានលើសំឡេងអាស៊ីរីទុំលើអញ្ចឹងក៏ងាកក្បាលបាញ់ទៅកន្លែងនោះដែលធ្វើឲ្យកំទេចថ្មប៉ះមកត្រូវអ្នកទាំង3តែបេឡានាងយកដាវមករងជាប់មិនឲ្យត្រូវពួកគេនោះទេអាស៊ីរីវាលោតចេញពីអញ្ចឹងរួចគប់ដាវទៅចំខែការពាររូបចម្លាក់នាងឈប់បាញ់នៅពេលដែលគ្មានសំឡេងហើយរូបចម្លាក់នឹងតាមសំឡេងណាដែលខ្លាំងប៉ុណ្ណោះអាស៊ីរីមកគៀករូបចម្លាក់ចំណែកឯរូបចម្លាក់នាងបានបាញ់ទៅកន្លែងដែលអាស៊ីរីគប់ដាវទៅអំបញ្ញវិញអាស៊ីរីរើដាវមួយទៀតនៅជិតវាហើយក៏រត់ទៅយ៉ាងលឿនលើកដាវឡើងទៅលើរួចកាប់នាងចំក្បាលតែដាវនោះមិនអាចធ្វើអ្វីនាងបានទេបែរមកអារ៉យវាមកពីក្រោយនាងព្រមទាំងចំអកអាស៊ីរីដែលមិនអាចបំផ្លាញរូបចម្លាក់នេះបានអារ៉យពង្រីកដៃយ៉ាងធំរួចក៏ដំនាងមួយទំហឹងធ្វើឲ្យបាក់ផ្ទៃថ្មនៅខាងក្រោមតែក្បាលរបស់នាងបាក់តែបន្តិចនោះទេអារ៉យភ្ញាក់ផ្អើលវារឹងណាស់សូម្បីតែការវាយប្រហារល្អបំផុតរបស់ខ្ញុំក៏មិនសូវធ្វើឲ្យនាងរងរបួសដែរវាត្រឹមតែប្រែបន្តិចប៉ុណ្ណោះឬបន្ទាប់មកអារ៉យក៏ត្រូវបានរូបចម្លាក់ចាប់វាជាប់ដោយបំរុងបាញ់អារ៉យទៅហើយស្រាប់តែអាស៊ីរីមកពីក្រោយកាន់ញញួរសំដៅទៅរកក្បាលរបស់នាងក៏ប៉ុន្តែនៅខាងក្រោយក្បាលរបស់នាងបានលេចចេញនៅភ្នែកមួយជះពន្លឺយ៉ាងខ្លាំងបាញ់មករកអាស៊ីរីព្រមទាំងអារ៉យផងដែរដោយអាស៊ីរីកិច្ចពីលេស៊ើធ្វើឲ្យលេស៊ើបាញ់ចំញញួររបស់វាឯអារ៉យបានយកដៃរបស់វាមករងអាស៊ីរីវាមិននឹកស្មានថារូបចម្លាក់នេះនៅមានផ្នែកខាងក្រោយមួយទៀតសោះអារ៉យវាខំប្រឹងទប់ទល់នៅធម្មពលរូបចម្លាក់នោះខ្លាំងមែនទែនដាណានាងចង់ចូលទៅជួយបេឡាឃើញអញ្ចឹងនាងចង់ហាមឃាត់ដែរតែដាណានាងបានជាប់ផ្ទៃថ្មធ្វើឲ្យរូបចម្លាក់នាងងាកមករកដាណារួចក៏បាញ់លេស៊ើទៅរកនាងបេឡានៅជិតនោះក៏ព្យាយាមជួយនាងអារ៉យបានយកដៃរបស់វាទៅខ្ទប់ភ្នែករូបចម្លាក់នោះហើយប្រាប់អាស៊ីរីឲ្យឆាប់បំផ្លាញរូបចម្លាក់នេះកុំឲ្យនាងវាយប្រហារដាណាទៀតអារ៉យខំប្រឹងទប់ភ្នែកនាងយ៉ាងខ្លាំងអាស៊ីរីមិនចាំយូរក៏យកដៃទាំងពីរទៅប៉ះភ្នំរបស់នាងដោយអាស៊ីរីវាគិតថាចុំក្តៅម៉េះរូបចម្លាក់នាងក៏ចេះអៀនខ្មាស់ដែរនាងបានក្រវាត់អ្នកទាំងពីរចេញឡើងមុខក្រហមអាស៊ីរីដូរទៅលើថ្មក៏ឆ្លៀតមើលនាងផងដែររូបចម្លាក់នាងអោបភ្នំរបស់នាងអាស៊ីរីក្រោបឡើងមកវិញវាថារូបចម្លាក់បិទភ្នែករបស់នាងហើយនាងកំពុងបិទទ្រូងរបស់នាងផងដែរអារ៉យដែលកំពុងដួលវាថាខ្ញុំប្រើកម្លាំងទាំងអស់ក្នុងការវាយប្រហារតែមួយគត់ប៉ុន្តែវាមិនទាន់បំបែករូបចម្លាក់នេះទៀតហើយនាងប្រេះតិចតួចប៉ុណ្ណោះអារ
រយវាងើបឡើងដោយដៃស្ដាំរបស់វាមិនអាចវាយបានទៀតទេបើចង់វាយទៀតវាត្រូវសម្រាកបន្តិចសិនហើយងើបមិនទាន់បានប៉ុន្មានផងស្រាប់តែបាក់ឆ្អឹងជើងដួលទៅលើថ្មម្ដងទៀតបណ្ដាឲ្យរូបចម្លាក់ឮសំឡេងអារយនាងក៏ងាកមកមើលវាអារយវាចាប់ផ្ដើមភ័យដោយសារជើងវាបាក់មិនអាចធ្វើចលនាបានតែពេលនោះអាស៊ីរីវាមកពាំងអារយដោយប្រាប់អារយថាវានឹងបញ្ឈប់នាងដោយដៃរបស់វាអារយវាឮអញ្ចឹងក៏ថាឲ្យអាស៊ីរីតើឯងចង់ទប់លេเซอร์របស់រូបចម្លាក់ដោយដៃរបស់ឯងឬអាល្ងងរាងកាយឯងមិនអាចទ្រាំទ្របានទេឆាប់ចេញទៅតែវាហួសពេលហើយរូបចម្លាក់ភ្នែកនាងបញ្ចេញពន្លឺហើយក៏បាញ់ចេញទៅអាស៊ីរីរហ័សដែរបានប្រើជំនាញរបស់វាទៅប៉ះភ្នំនាងរូបចម្លាក់នាងចេះមានអារម្មណ៍ដែរក៏ធ្វើឲ្យលេเซอร์របស់នាងបាញ់ឡើងទៅលើវិញអាស៊ីរីវាសឹងតែមិនជឿដែលវាអាចទៅរួចរូបចម្លាក់ចេះមានអារម្មណ៍តែដែរណានាងភ្ញាក់ផ្អើលដែលអាស៊ីរីបដូរទិសដៅការវាយប្រហាររបស់រូបចម្លាក់បេឡានាងឃើញផងដែរតែនាងឡើងមុខក្រហមអារយវាឆ្ងល់ទៅនឹងអាស៊ីរីដែលកំពុងប៉ះទ្រូងរបស់រូបចម្លាក់អាស៊ីរីបានស្រែកដាក់អារយឆាប់ចេញទៅនៅមើលដល់ណាទៀតក្រែឯងរបួសអីចាំយើងជួយការពារឯងឆាប់ចេញទៅអារយឮដូច្នោះក៏រត់ចាក់ចេញយ៉ាងលឿនឯរូបចម្លាក់នាងបានងាកក្បាលទៅរកអារយអាស៊ីរីឃើញនាងបែរក្បាលទៅរកអារយក៏ប៉ះភ្នំរបស់នាងធ្វើឲ្យលេเซอร์បាញ់ខុសអារយរូបចម្លាក់នាងប្រតិកម្មខ្លាំងមែនទែនដែរឯណាដែលកំពុងឈរមើលនាងសរសើរប្រធានក្រុមបេឡារបៀបវាយប្រហាររបស់ប្រធានក្រុមរបស់នាងវាពិសេសណាស់តើគាត់តែងតែប្រយុទ្ធបែបនេះជានិច្ចឬបេឡានាងថាមិនមែនជានិច្ចទេហើយអារយវាបានរត់មកដល់កន្លែងសុវត្ថិភាពដែលណាសួរអារយមានកើតអីអត់អារយវាថាអត់អីទេខ្ញុំមិននឹកស្មានថារូបចម្លាក់នោះមានអានុភាពដល់ថ្នាក់នឹងសោះនេះមិនមែនជាសត្រូវដែលយើងអាចដោះស្រាយបានទេហើយស៊ីរីកំពុងនៅគ្រោះថ្នាក់រូបចម្លាក់នាងបែរមកមើលអាស៊ីរីរួចក៏បាញ់លេเซอร์តែអាស៊ីរីគេចផុតដោយការគេចនោះផងដែរអាស៊ីរីបានយកដៃអូសភ្នំរបស់នាងដែលធ្វើឲ្យនាងស្រែកតែមិនដឹងថារូបចម្លាក់នាងមានសម្លេងឬអត់ទេបន្ទាប់មកនាងបាញ់អាស៊ីរីបន្តទៀតតែអាស៊ីរីវានៅតែគេចផុតអញ្ចឹងព្រមទាំងនិយាយឌឺផងដែរឯអ្នកទាំង3ឈោមើលទង្វើអាស៊ីរីមុខក្រហមអស់ហើយដែរអាណានាងថាអូចលនានោះអស្ចារ្យមែនហើយអារយវាថារូបចម្លាក់ត្រូវបានស៊ីរីគ្រប់គ្រងស្ថានភាពទាំងស្រុងការវាយប្រហាររបស់នាងបានរញ៉េរញ៉ៃអស់ទៅហើយអាស៊ីរីលើកដៃឡើងលើហើយទះគូតនាងមួយដៃបណ្ដាឲ្យរូបចម្លាក់នាងលៀនណាតចេញមកក្រៅអារយវាគិតថាវិធីប្រយុទ្ធប្លែកអស្ចារ្យណាស់បន្ទាប់មកអារយបានក្អកដែលអាណាសួរថារយអត់អីណាយអារយឆ្លើយថាទ្រូងរបស់ខ្ញុំឈឺដោយការបុកច្រើនដងចេញពីរូបចម្លាក់ខ្ញុំគិតថាឆ្អឹងនៅក្នុងទ្រូងរបស់ខ្ញុំប្រហែលជាបាក់ហើយបេឡាឮអញ្ចឹងគាត់ថាឆ្អឹងទ្រូងបាក់វាគឺគ្រោះថ្នាក់ខ្លាំងណាស់ទោះបីដកដង្ហើមក៏អាចធ្វើឲ្យប៉ះពាល់ដល់បេះដូងនិងសួតបានផងដែរទុកឲ្យខ្ញុំព្យាបាលលោកប៉ុន្តែការព្យាបាលនេះគ្រាន់តែជាការព្យាបាលបណ្ដោះអាសន្នប៉ុណ្ណោះសូមលោកបើកទ្រូងមកពេលនោះទើបយើងដឹងថាអារយគឺជាមនុស្សស្រីបេឡានាងភ្ញាក់ផ្អើលចុំអានេះស្រីរួចនាងក៏បន្តព្យាបាលអារយទៅតែអាណានាងថាទោះបីជារយក៏មិនអាចប្រយុទ្ធនឹងរូបចម្លាក់នេះបានផងដែរតើមនុស្សដែលមានអេហ្វរ៉េងដូចជាស៊ីរីអាចយកឈ្នះរូបចម្លាក់នេះបានទេអារយនាងគិតថាការការពារនិងការវាយប្រហាររបស់នាងខ្លាំងជាងមនុស្សអេហ្វរ៉េងមធ្យមផងដែរទោះបីយ៉ាងណាក៏ដោយនាងមិនអាចបង្កឲ្យរូបចម្លាក់នោះរងរបួសធ្ងន់ធ្ងរបានសោះប៉ុន្តែស៊ីរីអាចបន្ថយការវាយប្រហាររបស់រូបចម្លាក់នេះបានមើលទៅកម្លាំងរបស់ស៊ីរីល្អជាងមនុស្សអេសរ៉ាំងទៅទៀតស៊ីរីបាននិយាយចំអករូបចម្លាក់ថាលេเซอร์របស់នាងយឺតណាស់តើវាជាហេតុផលដែលភ្នែករបស់នាងបិទឬរូបចម្លាក់នាងមិនខ្វល់ទេដោយយកដៃការពារភ្នំស៊ីរីវាឆ្ងល់ព្រោះរូបចម្លាក់នាងកំពុងជៀសវាងការមើលភ្នែកស៊ីរីវាបន្តទៀតថានាងមិនត្រឹមតែមានអារម្មណ៍ប៉ះប៉ុណ្ណោះទេប៉ុន្តែក៏មានអារម្មណ៍អៀនផងដែរពេលនាងអៀននាងបិទភ្នែកអូនាងគួរឲ្យចាប់អារម្មណ៍ណាស់ហើយស៊ីរីក៏ស្ទុះចូលសម្ដៅទៅរកផ្សិតរបស់នាងវិញម្ដងដោយចិត្តទៅប៉ះផ្សិតនាងទៅហើយរូបចម្លាក់នាងលើកជើងធាក់អាស៊ីរីដែលធ្វើឲ្យអ្នកទស្សនាខាងនេះមានការព្រួយបារម្ភចង់ចូលទៅជួយតែក្រឡេកមើលទៅអាស៊ីរីវាបានអោបជើងរបស់រូបចម្លាក់ជាប់ហើយគ្រាន់តែអោបជើងសោះក៏ធ្វើឲ្យនាងប្រតិកម្មដែរឯបេឡានាងចង់ចូលជួយអាស៊ីរីដែលត្រូវរូបចម្លាក់ជន់តែរយនាងបានហាមឃាត់នាងប្រាប់បេឡាថាមើលឲ្យច្បាស់សិនទៅមិនមែនរូបចម្លាក់ជន់ស៊ីរីទេគឺស៊ីរីជាអ្នកចាប់ជើងរូបចម្លាក់នោះទៅវិញទេអាស៊ីរីស្រែកយ៉ាងខ្លាំងហើយរូបចម្លាក់នាងត្រៀមបាញ់លេเซอร์ដាក់អាស៊ីរីតែអាស៊ីរីបានប្រឡែងជើងរូបចម្លាក់គេចពីការបាញ់របស់នាងមកទុំនៅលើអញ្ចឹងឯរយដែលកំពុង
ឈរមើលនាងគិតថា laser របស់រូបចម្លាក់កាន់តែខ្សោយទៅខ្សោយជាងការវាយប្រហារមុនច្រើនណាស់អាស៊ីរីដែលនៅជិតរូបចម្លាក់វាថា laser ដែលនាងបាញ់នេះមិនមានអ្វីគួរឲ្យអស្ចារ្យសោះទោះបីវាបាញ់ត្រូវខ្ញុំក៏ដោយក៏វាមិនដល់ថ្នាក់ស្លាប់ដែររូបចម្លាក់នាងឮសំឡេងអាស៊ីរីនៅជិតនាងក៏យកដៃចាប់កអាស៊ីរីជាប់រួចនាងបើកភ្នែកមើលអាស៊ីរីរយនាងឃើញចឹងភ័យតែម្ដងដោយរូបចម្លាក់នេះចង់យកអាស៊ីរីមកជិតភ្នែករបស់នាងដើម្បីឲ្យការវាយប្រហាររបស់នាងអាចធ្វើឲ្យអាស៊ីរីងាប់បានក៏ប៉ុន្តែអាស៊ីរីវាយកម្រាមដៃចង្អុលប៉ះចង្ការបស់នាងបន្ទាប់មកក៏បឺតយកតែម្ដងមិនទុកយូរទេប្រព័ន្ធបានលោតឡើង target locked ឯអ្នកទាំង3កំពុងតែមុខក្រហមបែរមកការថាបរបស់អាស៊ីរីជាមួយនឹងរូបចម្លាក់បានហៀទឹកមាត់បណ្ដាហើយមនុស្សនឹងថ្មវាអាចទៅរួចដែរឬទេអ្នកនរគ្នាមិនដឹងថាអាស៊ីរីវាជ្រើសរើសត្រូវឬក៏ខុសទេរូបចម្លាក់នាងអៀងខ្មាស់ខ្លាំងពេកក៏ច្រានអាស៊ីរីចេញដោយនាងយកដៃខ្ទប់មុខរួចអោនចុះទៅក្រោមដែលអាណានាងចង្អុលដាក់រូបចម្លាក់អូមើលនោះរូបចម្លាក់កំពុងលាក់មុខនាងហើយឯអាស៊ីរីមកជិតរូបចម្លាក់ដែលកំពុងអៀនរយនាងឃើញថាអាស៊ីរីបង្កសំឡេងចេញពីជើងយ៉ាងខ្លាំងប៉ុណ្ណឹងហើយរូបចម្លាក់មិនបានវាយប្រហារអាស៊ីរីទៀតអាស៊ីរីដែលនៅជិតរូបចម្លាក់វាធ្វើមុខធម្មតាអាស៊ីរីវាចង់ដឹងហេតុអ្វីនាងមិនវាយប្រហារក៏យកដៃទៅកេះរូបចម្លាក់តែរូបចម្លាក់នាងបានបែរខ្លួនដាក់អាស៊ីរីបែរខ្នងច្រឡំបែរខ្លួនអាស៊ីរីឃើញថានាងឈប់វាយប្រហារក៏ហៅអ្នកទាំង3ឲ្យមកទីនេះវាថាប្រហែលជានាងឈប់វាយប្រហារយើងហើយកាន់មកខាងនេះវិញយើងឃើញនៅជើងនាគយ៉ាងធំកំពុងតែជន់កំទេចដីឯក្រុមរបស់អា Tyler ពួកគេកំពុងតែវង្វេងផ្លូវមិនដឹងថាត្រូវទៅផ្លូវមួយណាទេហើយពួកគេឮថាមានតែផ្លូវមួយប៉ុណ្ណោះតែពួកគេមកដល់ឃើញមានផ្លូវពីរហើយរៀននាងថាព័ត៌មានពីគៀលមិនមែនខុសទេប្រហែលជាក្រុមដែលចូលមុនបានប៉ះកន្លឹះយន្តណាមួយដែលធ្វើឲ្យមានផ្លូវពីរបែបនេះឯអ្នកដែលចូលមុនក្រុមអា Tyler ពួកគេកំពុងតែទប់ទល់នឹងនាគយក្សដោយអបិកាន់សៀលនិយាយថាមិនទាន់មាននរណាយកដាវ Slay Dragon ចេញបានទេឬអបិមួយទៀតវាថាគេនិយាយថាភាគច្រើនសូម្បីតែទ្វារចម្បងក៏មិនទាន់រកឃើញផងដែរអបិនៅខាងមុខដែលជាប្រធានក្រុមថាឲ្យអាពីរអ្នកនោះពួកឯងគ្រប់គ្នាទៅរកមិនឃើញផ្លូវទាំងអស់ហ្នឹងឥឡូវនេះយើងមានតែទប់ស្កាត់ការវិលលុករបស់នាគដោយខ្លួនឯងប៉ុណ្ណោះអបិដែលនៅជិតនាគបានប្រើវេទមន្តចងជើងនាគវាខំប្រឹងមែនតែនវាគិតថាខ្សែចងរបស់វាហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពទេរួចក៏ប្រាប់ក្រុមរបស់ខ្លួនថាខ្ញុំមិនអាចទប់ទល់បានយូរទៀតទេលឿនឡើងថាធ្វើអ្វីមួយមកហើយចំណងរបស់អបិនោះក៏ដាច់ចេញទៅអបិប្រធានក្រុមឃើញស្ថានភាពបែបនោះក៏ប្រើ Ultimate ប្រយកាយទៅជាអាវក្រយយក្សរួចក៏យាកំណាប់ដៃវាយទៅលើជើងនាគសាប់យកឯនេះឯនេះធំជាងអបិនោះទៀតដោយកូនក្រុមរបស់អាខាសៀលដែលកំពុងវាយជើងនាគនឹងបាននិយាយឡើងវាដំណើរការហើយនាគបានឈប់ធ្វើចលនារបស់វាលោកខាសៀពិតជាអស្ចារ្យណាស់បន្តវាយប្រហារទៀតទៅកុំឈប់ហើយនេះឯនេះដែលមានទម្រង់ជារាងកាយមនុស្សនាងបានសម្លឹងទៅមើលអាខាសៀដែលកំពុងសាប់ជើងនាងថារាល់ពេលខ្ញុំបរិភោគអ្វីមួយវាអស់សំណើចណាស់អត់ដឹងថាហេតុអីតែងតែមានមូទាំងនេះមករំខានខ្ញុំជានិច្ចហើយនាងមានឈ្មោះយន់សែនហើយសែនតែម្ដងទៅនាងបន្តទៀតថាពួកវារំខានខ្លាំងណាស់ហើយនាងក៏បានក្រវាត់ដៃធ្វើឲ្យអាខាសៀបានខ្ទេចអាវក្រោះហោះស្ទុយមកចិត្តកូនក្រុមរបស់វាអាខាសៀវាថានៅខាងក្រោយពួកយើងគឺជាទីក្រុងសេរ៉ែនទោះបីត្រូវលះបង់យ៉ាងម៉េចក៏ដោយដើម្បីបញ្ចប់នាគនេះហើយវាក៏ប៉ាងបុកថ្មទៅបែរមកអាស៊ីរីដែលកំពុងយកដៃប៉ះទ្វារដោយប្រាប់អ្នកនៅខាងក្រោយថាទាំងអស់គ្នាប្រុងប្រយ័ត្នយើងមិនទាន់ដឹងទេថាតើមានអ្វីនៅខាងក្រោយទ្វារនេះទេហើយអាស៊ីរីក៏បើកទ្វារបន្តិចម្ដងកាត់មកកន្លែងនេះថាមកពោបានភីចេញពីក្រោមផ្ទៃថ្មដែលជាកន្លែងក្រុមរបស់អា Tyler ហើយរៀននាងថាឥឡូវខ្យល់ពេញទៅដោយវេទមន្តមានមនុស្សម្នាក់បានបើកដំណើរការលក្ខខណ្ឌណាមួយនៅក្នុងដានចិនទីកន្លែងកំពុងផ្លាស់ប្ដូរម្ដងទៀតហើយដោយការបើកទ្វារដានចិននោះបានចេះវេទមន្តបាញ់ឡើងលើយ៉ាងខ្លាំងអ្នកដែលនៅក្នុងទីក្រុងភ្ញាក់ផ្អើលដែលវេទមន្តកើតចេញពីទិសដៅទីស្នាក់ការកណ្ដាលពេលដែលថាមកពោវេទមន្តបាត់ទៅវិញទីស្នាក់ការកណ្ដាលគឺថាបាត់ឈឹងតែម្ដងរយនាងសន្និដ្ឋានថាការផ្លាស់ប្ដូរនេះប្រហែលជាអាស៊ីរីបានបើកទ្វារមុននេះឯងឯដែលណានាងមានអារម្មណ៍មិនសូវស្រួលហើយអ្នកដែលនៅក្នុងដានចិនពួកគេស្លន់ស្លោមែនតែនពេលបាត់ដានចិនអបិម្នាក់ដែលឈរអោបដៃជា S rank ឈ្មោះ Tiger វាថាឲ្យអបិដែលមានអាការៈមិនស្រួលអើយវីរៈបរិស C rank មិនអាចទ្រាំទ្របានសូម្បីតែថាមពលមួយផ្លែតមុននេះទេឬការសម្រេចចិត្តរបស់ Gil ក្នុងការឲ្យពួកគេមានឱកាសដកដៅចេញគឺជារឿងឈួតមែនឯដែរអាណានាងបានដួលសន្លប់តែត្រូវបានរយនាងទប់ជាប់ហើយអ្នកដទៃទៀតក៏មានអាការៈមិនស្រួលផងដែរដោយអ្នកខ្លះដួលខ្ពប់បាយពពុះមាត់ទៅតែអាស៊ីរីដែលកំពុងឈរនិយាយថាក្នុងពេលភ្លាមខ្ញុំនៅតែអាចមានអារម្មណ៍បានថាវេទមន្តអស្ចារ្យដែលនៅសេសសល់លើដីនេះពិតជាគួរឲ្យភ័យខ្លាចណាស់អាស៊ីរីបានសម្លឹងទៅមើលដាវនៅចំចំណុចកណ្ដាលហើយដាវនោះគឺជាដាវស្ថិតក្នុងព្រៃនិទានដែលមានកម្រិតវេទមន្តខ្លាំងហើយរៀននាងប្រាប់អា Tyler ឲ្យមើលទៅដាវនោះហើយអ្នកដែលនៅជុំវិញនឹងក៏ចាប់អារម្មណ៍នឹងដាវនឹងផងដែរព្រោះថាដាវនឹងអាចសម្លាប់នាគបានដាវ Slay Dragon អាស៊ីរីវាឆ្ងល់តើនេះជាដាវស្វាយដែលយើងត្រូវដកវាចេញមែនទេអា Tyler វាក្រឡេកមើលទៅឃើញអាស៊ីរីនៅទីនេះដែរក៏គិត
ថាអាប៉ែនេះសំណាងខ្លាំងប៉ុណ្ណាទៅតាំងចិនបាត់ប៉ុណ្ណឹងហើយគេនៅចិត្តដាវនោះទៀតតាមបទពិសោធន៍មនុស្សដំបូងដែលព្យាយាមដកដាវនោះនឹងមានឱកាសទទួលបានជោគជ័យខ្ពស់ជាងគេខ្ញុំមិនអាចឲ្យគេដកដាវមុនខ្ញុំបានទេហើយអា Tyler បានហៅក្រុមរបស់វាឲ្យទៅដកដាវនោះជាមួយវាហើយដាវ Slay Dragon វាក៏ចេះនិយាយផងដែរតែគ្មានអ្នកណាឮវានិយាយនោះទេវាថាហូយហេតុអីមានមនុស្សច្រើននៅទីនេះខ្ញុំអៀនខ្លាំងណាស់ដាវ Slay Dragon វាឃើញថាអាស៊ីរីកំពុងមើលវាថាកុំមើលខ្ញុំវាពិបាកអៀនពេកហើយដោយអាស៊ីរីវាមិនដឹងថាដាវនឹងចេះនិយាយណាគ្នាមិនដែលឃើញដាវព្រៃនិទានផងដោយអាដាវ Slay Dragon វាថាកុំមើលខ្ញុំអញ្ចឹងកុំមើលខ្ញុំបែបនោះខ្ញុំគ្មានស្រោមដើម្បីបាំងរាងកាយទេដាវនឹងវាអៀនខ្លាំងពេកក៏បញ្ចេញថាមពលវេទមន្តយ៉ាងខ្លាំងដើម្បីឲ្យមនុស្សទាំងអស់ឈប់មើលវាហើយអាស៊ីរីដែលនៅជិតដាវនោះជាងគេក៏ចាប់ផ្ដើមឮដាវនឹងចេះនិយាយដោយវាគឺមានលក្ខណៈផ្ទាល់ខ្លួនហើយអា Tyler វាខំប្រឹងទប់ទល់នៅធម្មពលនេះដែលធ្វើឲ្យវាឈឺបំពង់កនៅពេលវាដកដង្ហើមបន្តិចក្រោយមកដាវ Slay Dragon វាឈប់ព្រោះថាវាមិនអាចធ្វើឲ្យអាស៊ីរីកើតទេហើយគេដាក់រូបរាងដាវ Slay Dragon ឲ្យយើងឃើញគឺថាមិនចាញ់មនុស្សប៉ុន្មានទេដោយនាងមានឈ្មោះថា Blood Spirit អា Tiger មើលទៅអាស៊ីរីរួចនិយាយថាយោងតាមព័ត៌មានពីមជ្ឈមណ្ឌលបើគេអាចទ្រាំទ្រសម្ពាធធម្មពលនេះហើយនៅអាចផ្លាស់ទីបាននោះគេនឹងអាចដកដាវចេញបានអាប៉ែនៅចិត្តនោះសួរអា Tiger ថាបើឥឡូវនេះលោកចូលទៅចិត្តដាវនោះតើមានគ្រោះថ្នាក់ផ្សេងទៀតអត់អា Tiger វាថាដាវនោះនៅក្នុងសភាពស្ងប់ស្ងាត់អស់រយៈពេលយូរមកហើយមើលទៅវាមិនមានគ្រោះថ្នាក់អ្វីឡើយឯអូនដាវនាងថាយ៉ាងណាក៏ដោយអ្នកណានៅចិត្តនាងនោះនាងនឹងសម្លាប់ចោលតែម្ដងអាស៊ីរីវាបានងាកមកសួរ Bella ថាមានលឺអ្វីអត់ Bella នាងថាអត់ផងរយនាងសួរអាស៊ីរីតើលោកលឺអីមែនទេតែពេលនោះសម្លេងមួយស្ទុះយ៉ាងលឿនមកពីក្រៅអាស៊ីរីអា Tyler វាថាហាក់ដូចជាសម្ពាធអំបញ្ញមិញបានធ្វើឲ្យខួរក្បាលឯងរញ៉េរញ៉ៃហើយឥឡូវឯងចាប់ដើមលឺអ្វីចម្លែកកម្លាំងអត់ធ្មត់របស់យើងល្អជាងឯងឆ្ងាយណាស់រយឃើញអញ្ចឹងនាងថាអ្នកណាដកដាវមុននឹងមានឱកាសជោគជ័យខ្ពស់ជាងគេស៊ីរីកុំឲ្យគេដកដាវមុនលោកឲ្យសោះអា Tyler ដែលកំពុងតែរត់វានិយាយថាមនុស្សកម្រិត F rank មិនអាចគ្រប់គ្រងអាវុធប្រភេទនេះបានទេ Bella ស្រែកហៅអា Tyler តែអាស៊ីរីវាខាត់ Bella បើគេចង់ទៅមុនឲ្យគេទៅចុះអា Tyler វាបោះជំហានចិត្តដល់ដាវនោះហើយអូនដាវនាងថាអាបកាច់យកចេញឲ្យឆ្ងាយទៅអា Tyler ហេតុតែលោភលន់ចង់ខ្លាចជា hero ហើយក៏ចង់ខ្លាំងជាអាស៊ីរីផងដែរអូនដាវឃើញថាអា Tyler ចង់ប៉ះនាងព្រមទាំងបង្ហាញទឹកមុខបាច់ថ្នាំរបស់វាទៀតនាងក៏បញ្ចេញ style លើកជើងកាប់ចំទ្រូងអា Tyler ដែលធ្វើឲ្យក្រុមរបស់វាភ្ញាក់ផ្អើលរួមទាំងអាស៊ីរីផងដែរអូនដាវនាងថារយៈពេលរាប់រយឆ្នាំមកហើយមនុស្សនៅតែដូចគ្នាខ្ញុំពិតជាទ្រាំមិនបានទេអា Tyler វាមើលទៅស្នាមរបួសនឹងអាវក្រោះរបស់វាដែលបង្កើតពី material មកពីជម្រៅសមុទ្រអញសំណាងល្អដែលបានពាក់អាវច្រាលថ្ម S rank នៅខាងក្នុងកុំអីដឹងតែទៅបាត់ហើយហើយអ្នកដែលនៅជុំវិញនោះពួកគេចាប់ផ្ដើមកើតរៀងខ្លួនដែលថាដកដាវនេះមានសុវត្ថិភាពក៏ប៉ុន្តែជាក់ស្ដែងវាមិនពិតប្រាកដដោយដែលគេនិយាយនោះទេហើយម្នាក់កើតនៅចម្ងល់ថាតើនឹងមានអ្នកណាមកដកដាវមួយនេះអា Tyler វាបានសើចរួចនិយាយឡើងថានរណាថាខ្ញុំជាមនុស្សបរាជ័យអាវុធដ៏ល្បីល្បាញបែបនេះមិនមែនចេះតែមាននរណាក៏អាចប្រើបាននោះទេវាច្បាស់ជាការសាកល្បងអញ្ចឹងមានតែអ្នកឆ្លងកាត់ការសាកល្បងទើបសមនឹងក្លាយជាម្ចាស់វាខ្ញុំ Tyler អ្នកប្រយុទ្ធ A rank នៅតែមានចំហខ្ញុំត្រូវតែឆ្លងកាត់ការសាកល្បងរបស់ដាវ Slay Dragon ឲ្យបានជោគជ័យឯអូនដាវនាងមិនចង់បានន័យថាអញ្ចឹងទេនាងវាយប្រហារ Tyler ដោយសារតែ Tyler វាបង្ហាញទឹកមុខអាក្រក់ដាក់នាងទើបនាងវាយវាទៅអាស៊ីរីវាលឺដាវនិយាយអញ្ចឹងវាថាបើដាវ Slay Dragon គិតថាការវាយប្រហារអំបញ្ញមិញវានឹងអាក្រក់ណាស់ក្នុងការសម្លាប់ឯងអា Tyler ចង្អុលដាក់អាស៊ីរីឯងគ្រាន់តែចង់ជឿចិត្តច្រណែនការសរសើររបស់ខ្ញុំដែលទទួលបានពីដាវ Slay Dragon ប៉ុណ្ណោះឯអូនដាវនាងថាក្មេងប្រុសនោះនិយាយត្រូវណាស់នាងសម្ដៅទៅលើអាស៊ីរីតែអា Tyler វាមិនចង់និយាយជាមួយអាស៊ីរីច្រើនទេក៏ចាប់ដងដាវដកយកតែម្ដងមើលទៅវិញ្ញាណដាវគឺថាទៅមកទំហឹងហើយដោយអាដងដាវនឹងគឺជាករបស់នាងអា Tyler វាដករហូតដល់ខ្ទេចអាវក្រោះឯអ្នកដែលទស្សនានៅចិត្តអា Tiger គិតថាដាវ Slay Dragon ព្រមទទួលយកអា Tyler ហើយដោយការដកដាវនោះបានជះឥទ្ធិពលមកលើអា Tyler ផងដែរឯវិញ្ញាណដាវនាងថាឲ្យអា Tyler ដកដៃចេញអា Tyler វាមានតែដឹងថាដាវនឹងចេះនិយាយណាដោយវាទប់មិនឈ្នះក៏យកដៃមកខាងទៀតដកឯពួកអនុបានស្រែកហៅមនុស្សដំបូងដែលសាកល្បងលើកនេះនឹងអាចទាញដាវចេញបានជោគជ័យដែរឬទេទេវតាកំពុងជួយក្រុងសេរីរបស់យើងហើយពេលនោះដាវ Slay Dragon ជប់បញ្ចេញធម្មពលដោយនិយាយថាអា Tyler ជាមនុស្សគួរឲ្យខ្ពើមតែធ្វើរឿងបែបហ្នឹងមកលើនាងអា Tyler វាឆ្ងល់មិនបានដាវ Slay Dragon ជប់វាយប្រហារវាអ្នកនៅជុំវិញនឹងក៏ឆ្ងល់ផងដែរអា Tiger គិតថាវាហាក់ដូចជាគេអាចធ្វើបានមើលទៅមិនចាំបាច់ឲ្យខ្ញុំដែលជា S rank ចូលជួយទេអា Tyler វាចាប់ផ្ដើមដកដាវម្ដងទៀតហើយពួកអាដែងក៏ចាំស្រែកហៅហៅឈ្មោះអា Tyler ឯ Bella នាងនិយាយទៅកាន់អាស៊ីរីតាមផ្លូវការលោកត្រូវជាមនុស្សដំបូងដែលទៅដកដាវនោះ Tyler បានចាំលោកមិនទាន់ត្រៀមខ្លួនក៏យកឱកាសនេះតែម្ដងទៅតែវិញ្ញាណដាវនាងអត់ធ្មត់លេងបានហើយដោយនាងនឹងបំបែកអ្នកទាំងអស់គ្នា
ឲ្យចេញជាបំណែកអាស៊ីរីគ្រាន់តែលឺអញ្ចឹងអញអត់កើតទេក៏បាននាំអ្នកទាំង3ឲ្យថយក្រោយបេឡាសួរអាស៊ីរីកើតអីមែនអាស៊ីរីវាថាដាវស្លេត្រាហ្គនកំពុងតែមានកំហឹងអាស៊ីរីនិយាយចប់ភ្លាមមីអូនដាវក៏បំផ្ទុះធម្មពលធ្វើឲ្យអ្នកនៅជុំវិញនឹងខ្ទាតប៉ើងហោះស្ទុយតែម្ដងដោយការវាយប្រហារនេះពិតជាមិនធម្មតាទេធ្វើឲ្យដៃអាប៉ែនោះដែលកាន់សៀលដាច់ពិតនៅពីមុខអៃរីនហើយមើលទៅវិញ្ញាណដាវក្បាច់របស់នាងពិតជាសាហាវមែនរួចនាងក៏បន្តកាប់ទៅរកអាថៃលើអៃរីនដែលនៅពីក្រោយអាថៃលើនាងភ័យយ៉ាងខ្លាំងពេលនោះអាថៃហ្គើបានប្រើវេទមន្តពាក់នៅស្រោមដៃយកទៅទប់ទល់នឹងការវាយប្រហារនោះអាថៃហ្គើបានស្រែកយ៉ាងខ្លាំងរួចក៏ក្រវាត់ការវាយប្រហារនោះចេញទៅឯដាវដែលមានវិញ្ញាណនាងបានសរសើរអាថៃហ្គើដែលមានរាងកាយរឹងមាំទប់ទល់នឹងធម្មពលរបស់នាងបានអ្នកទាំងអស់គ្នាដែលនៅទីនោះគ្រាន់តែឃើញស្រោមដៃអា Tiger ក៏ចាប់ផ្ដើមស្គាល់ថាជាអ្នកការពារមនុស្សជាតិកម្រិត S rank អាប៉ែអាវក្រោះខៀវនិយាយថាអាម័ររបស់អា Tiger មិនមានស្នាមឆ្កូតទេអាប៉ែម្នាក់ទៀតបានបន្លឺឡើងពិតជាអ្នកប្រយុទ្ធ S rank មែនឯអា Tiger បានប្រាប់អ្នកនៅជុំវិញនោះដែលមានសមាជិកក្រុមនីមួយៗត្រូវយកអ្នករងរបួសទៅក្រោមដីកន្លែងសុវត្ថិភាពដោយអ្នកដែលនៅសេសសល់ត្រូវនៅទីនេះហើយពួកគេក៏ចាប់ផ្ដើមយកអ្នករបួសចេញពីទីនេះបណ្ដាឯអា Tiger បានប្រើវេទមន្តឲ្យคล้ายទៅជាអាវក្រោះមើលទៅអូរ៉ារបស់វាកាចមែនតែនអា Tiger បានដើរចូលទៅជិតដាវនោះដោយនិយាយថាតើឯងជាដាវខ្លាំងឬវិញ្ញាណដាវនាងមិនខ្វល់នោះទេបានលើកជើងឡើងលើកាប់ទៅរកអា Tiger ក៏មិនចាំយូរដែរក៏ស្ទុះទៅរកការវាយប្រហារនោះដោយបំបែកវាយ៉ាងងាយស្រួលវិញ្ញាណដាវឃើញអញ្ចឹងក៏រៀងភាំងបន្តិចឯពួកអាអ្នកដែលនៅសេសសល់វាគ្មានធ្វើស្អីទេចាំតែស្រែកហូបប៉ុណ្ណឹងឯងឯមីអូនដាវមិនដឹងថាជាក្បាច់ស្អីទេលើកជើងពីរកាប់ទៅរកអា Tiger ម្ដងទៀតតែអា Tiger វានៅតែអាចបំបែកធម្មពលនេះបានរហូតដល់វាស្ទុះមកជិតនាងបំរុងនឹងយកដៃដកដាវចេញវិញ្ញាណដាវឃើញអញ្ចឹងក៏ប្រើក្បាច់មួយទៀតកាប់ចំមុខអា Tiger ធ្វើឲ្យអាម័ររបស់វាបែកចេញជាបំណែកហើយក៏ធ្វើឲ្យមុខរបស់វាចេញឈាមផងដែរអា Tiger បានដួលចុះទៅក្រោមដោយមិននឹកស្មានថាអាម័ររបស់វាដែលត្រូវមួយការវាយប្រហារនេះបែកអញ្ចឹងសោះអាប៉ែម្នាក់បានរត់មកជួយអា Tiger តែត្រូវអា Tiger ប្រាប់ថាកុំឲ្យប៉ះវារួចក៏ប្រាប់អ្នកទាំងអស់គ្នាឲ្យទៅដកដាវនោះអ្នកដែលនៅជុំវិញនឹងគ្មានអ្នកណាហ៊ានទៅដកដាវនោះទេសូម្បីតែអេសរ៉ាងមិនអាចដកដាវនេះបានផងចុះតម្រាំតែពួកគេមិនដឹងថាងាប់ឬរស់នោះទេអា Tiger បានស្រែកថាឲ្យអាពួកនោះតើឯងត្រចៀកថ្លោងមែនទេយើងប្រាប់ឲ្យឯងទៅដកដាវនោះមនុស្សគ្រប់គ្នាមានឱកាសខ្លាចជាម្ចាស់ដាវ Slay Dragon ហើយជាឱកាសតែម្ដងប៉ុណ្ណោះមនុស្សស្រីម្នាក់និយាយថាតាមស្ថានភាពបើសិនជាយើងទៅនោះយើងនឹងស្លាប់អា Tiger ឮអញ្ចឹងវានិយាយថាអ្នកចម្បាំងទាំងអស់ឯងកំពុងទទួលខុសត្រូវធ្ងន់ធ្ងរនៃការការពារទីក្រុង Seren ហើយហេតុអ្វីបានជាឯងភ័យខ្លាចស្ទាក់ស្ទើរមិនហ៊ានចូលដូច្នេះហើយអា Tiger វាគំរាមសម្លាប់អ្នកទាំងអស់គ្នាបើសិនជាគ្មាននរណាទៅឯវិញ្ញាណដាវនាងថាឥឡូវពួកគេដឹងហើយថាខ្ញុំមានអំណាចខ្លាំងប៉ុណ្ណាហើយពួកគេស្លន់ស្លោប្រហែលជាពួកគេមិនហ៊ានមកក្បែរខ្ញុំទៀតទេអា Tiger បានចាប់អាប៉ែម្នាក់ដោយស្រែកឡើងថាគ្មានអ្នកណាកម្រើកអញ្ចឹងយើងនឹងបោះឯងរាល់គ្នាទៅដកដាវនោះឲ្យបានអាប៉ែសក់លឿងភ័យយ៉ាងខ្លាំងបានអង្វរអា Tiger ឲ្យដោះលែងវាពេលនោះវាឈប់ស្រែករួចក៏សម្លឹងទៅមើលផ្នែកម្ខាងដែលមានអាស៊ីរីឈរនៅជិតដាវនោះហើយក៏ចង្អុលប្រាប់អា Tiger ថាមានអ្នកណាទៅទីនោះហើយអាស៊ីរីវាគិតក្នុងចិត្តថាពេល Tyler ព្យាយាមដកដាវមុននេះដាវ Slay Dragon វាដូចជានិយាយអំពីករបស់វាកន្លែងដែល Tyler កាន់ដងដែរអ្នកនរគ្នាអាស៊ីរីវាបន្តទៀតថាដូច្នេះមានន័យថាដាវ Slay Dragon អាចមានអារម្មណ៍និងនិយាយដូចមនុស្សបានប្រសិនបើមានវិញ្ញាណឬមានអ្វីដែលជាជីវិតនៅក្នុងដាវខ្ញុំគួរតែអាច lock វាបានអាស៊ីរីបានហៅប្រព័ន្ធ target locked រួចក៏ឃើញវិញ្ញាណដាវដែលកំពុងនិយាយមករកអាស៊ីរីហេតុអ្វីបរិសម្នាក់នេះសម្លឹងមើលខ្ញុំម្ដងទៀតអញ្ចឹងឯអា Tiger បានប្រឡែងអាប៉ែនោះចេញហើយអ្នកនៅជុំវិញនោះមានការភ្ញាក់ផ្អើលរួចបាននិយាយអំពីអាស៊ីរីដែលជាប្រធានក្រុមទី14កម្រិត F rank ដែលហ៊ានចូលទៅជិតដាវនោះដោយអាស៊ីរីវាបាននិយាយថាខ្ញុំជាអ្នកចម្បាំងវាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការការពារទីក្រុង Seren ពីគ្រោះថ្នាក់គ្រប់យ៉ាងមុនពេលដែលខ្ញុំដកដាវ Slay Dragon នេះចេញហើយអាស៊ីរីវាឈាមច្រមុះតែម្ដងរួចបន្តទៀតថាទោះបីមានការប្រឈមគ្រោះថ្នាក់នៅពីមុខក៏ដោយទោះបីខ្ញុំត្រូវទប់ទល់កម្រិតខ្លាំងប៉ុណ្ណាក៏ដោយខ្ញុំមិនដែលថយក្រោយឡើយឯអា Tiger បានថាឲ្យពួកអានោះឯងឮទេសូម្បីតែអ្នកចម្បាំង F rank ខ្សោយបំផុតក៏មានភាពក្លាហានជាងឯងដែលជា A rank និង B rank ផងដែរគេពិតជាមានឆន្ទៈមោះមុតណាស់មិនឲ្យអាស៊ីរីក្លាហានមិនបើវិញ្ញាណដាវស្អាតទាំងអីវិញ្ញាណដាវនាងចាប់ផ្ដើមមានអារម្មណ៍ប្លែកដោយមានអារម្មណ៍ថប់នៅពេលដែលមើលអាស៊ីរីនាងថាគាត់ហាក់បីដូចជាខកគេបន្តិចពីមនុស្សធម្មតាផ្សេងទៀត
ទៀតហើយអាស៊ីរីវាមើលនាងមិនដាក់ភ្នែកនោះទេហើយវិញ្ញាណដាវនាងទប់អារម្មណ៍មិនជាប់រហូតដល់អាស៊ីរីមកចិត្តនាងដោយនាងមិនចង់ឲ្យអាស៊ីរីមកចិត្តនាងទៀតក៏ត្រៀមខ្លួនប្រើក្បាច់វាយប្រហារកាប់ទៅលើអាស៊ីរីក៏ប៉ុន្តែជើងរបស់នាងមិនអាចកម្រើកបានដោយមានអារម្មណ៍ថាស្ពឹកហើយអ្នកដែលឈរមើលមានការឆ្ងល់ទៅនឹងដាវស្លេ Dragon វាគួរណាតែកាប់អាស៊ីរីហើយអ្វីបានជាវាមិនបញ្ចេញសកម្មភាពអញ្ចឹងហើយអា Tiger វាគិតក្នុងចិត្តថាដាវស្លេ Dragon នឹងវាយប្រហារមនុស្សឬសត្វណាក៏បានដែលឈ្មោះមករកវានោះហើយជាមូលហេតុចម្បងដែលមិនមាននរណាម្នាក់អាចដកដាវនោះបានហើយវាក៏ឆ្ងល់ផងដែរតើដាវស្លេ Dragon វាដេកលក់ម្ដងទៀតឬឯវិញ្ញាណដាវនាងមានអារម្មណ៍រំខានមួយដែលពិបាកបញ្យល់នៅក្នុងខ្លួនរបស់នាងដោយវាកំពុងតែវាយចូលក្នុងគំនិតរបស់នាងយ៉ាងខ្លាំងហើយវាតែងតែទប់ស្កាត់បំណងចង់វាយប្រហាររបស់នាងទៀតផងវិញ្ញាណដាវនាងនិយាយថាតើវាគឺមកពីគាត់ឬអាស៊ីរីបានលើកជើងបោះជំហានទៅចិត្តដាវដែលធ្វើឲ្យអ្នកនៅពីចម្ងាយចំហមាត់គ្រប់គ្នាតែម្ដងដោយនឹកស្មានមិនដល់ដែលអាស៊ីរីអាចទៅចិត្តដាវនោះបានវិញ្ញាណដាវនាងចាប់ផ្ដើមមានអារម្មណ៍តឹងទ្រង់ដោយគ្មានមូលហេតុអាស៊ីរីពេលដែលមកចិត្តបែបនេះឃើញនៅវិញ្ញាណរបស់នាងក៏បាញ់ឈាមចេញមកហើយអពៈសក់លឿងបានចង្អុលដាក់អាស៊ីរីថាវាហូរឈាមហើយអពៈម្នាក់ទៀតដែលនៅខាងក្រោយវាថាប៉ុន្តែដាវស្លេ Dragon មិនបានវាយប្រហារគាត់ទេអា Tiger បាននិយាយឡើងកុំភ្លេចថាគាត់គ្រាន់តែជាអ្នកចម្បាំង F-rank ប៉ុណ្ណោះមុននេះដាវស្លេ Dragon បានបញ្ចេញការវាយប្រហារជាច្រើននិងសម្ពាធយ៉ាងខ្លាំងកាលដែលគាត់អាចទប់ទល់បានយូរប៉ុណ្ណឹងគឺជាអភូតហេតុមួយហើយឥឡូវនេះគាត់កំពុងប្រយុទ្ធយ៉ាងក្លាហានដោយមានបេសកកម្មដែលគាត់ទទួលស្គាល់ជាវីរបុរសឯអាស៊ីរីវាយកដៃទៅទប់ច្រមុះដោយនិយាយថានេះជាលើកដំបូងដែលខ្ញុំឈាមច្រមុះច្រើនយ៉ាងនឹងដាវស្លេ Dragon ពិតជាសមនឹងគេឈ្មោះរបស់វាមែនបែឡានាងបោះជំហានចូលមកសួរអាស៊ីរីបើលោកមិនអាចទប់ទល់បន្តទៀតបានទេសូមលោកថយក្រោយមកអាស៊ីរីឃើញចឹងបានលើកដៃបញ្ឈប់នាងមិនឲ្យនាងចូលមកទៀតរួចក៏ស្រែកឡើងថាការពារទីក្រុងនេះគឺជាបេសកកម្មរបស់ខ្ញុំនឹងប្រយុទ្ធដល់ទីបញ្ចប់ហើយមិនថយក្រោយឡើយហើយវិញ្ញាណដាវនាងថាចម្លែកណាស់គាត់គ្រាន់តែមើលខ្ញុំប៉ុណ្ណោះតែរាងកាយខ្ញុំទាំងមូលមានអារម្មណ៍ក្តៅហើយចាប់ផ្ដើមញ័រតិចរហូតទាល់តែខ្ញុំមានអារម្មណ៍រសាត់តិចអារម្មណ៍នេះចម្លែកខ្លាំងណាស់សូម្បីតែបេះដូងរបស់ខ្ញុំក៏ចាប់ផ្ដើមលោតលឿនផងដែរហើយនាងក៏ចាប់ផ្ដើមលុកម្រាមដៃចូលកៅរបស់នាងបន្តមកក៏ធ្វើអីដឹងទេតែខណៈនោះនាងភ្ញាក់ខ្លួនមកវិញដោយមិនដឹងថាខ្លួនឯងមានគំនិតបែបនេះចឹងសោះអាស៊ីរីបានសម្លឹងមើលនាងមិនព្រិចភ្នែកនោះទេវិញ្ញាណដាវនាងប្រាប់ថាកុំឲ្យអាស៊ីរីមើលនាងបើអាស៊ីរីបន្តធ្វើបែបនេះមកលើរាងកាយនាងទៀតនោះនាងនឹងត្រូវអាស៊ីរីឃើញអស់ជាក់ជាមិនខានហើយនាងក៏បានបើកការវាយប្រហារមករកអាស៊ីរីឯពួកអាដែងណាបានស្រែកឡើងអូមកអើយអា Tiger ឃើញការវាយប្រហារនេះក៏នឹកឃើញតែម្ដងដែលការវាយប្រហារនេះឯងបានបំបែកអាវក្រោះរបស់វាឯអាស៊ីរីឃើញអញ្ចឹងបានកិច្ចពីការវាយប្រហារនោះរួចយកដៃប៉ះចំដាវដែលជាជើងរបស់នាងហើយធ្វើឲ្យនាងមានការឆ្ងល់អាស៊ីរីមិនចាំយូរក៏អូសឆ្វាច់ពីជើងរហូតមកដល់ផ្លូវធ្វើឲ្យនាងប្រកាច់ត្រិលស្រែកយ៉ាងខ្លាំងបញ្ចេញនូវសម្ពាធធម្មពលផ្សាយភីងមកត្រូវអ្នកទស្សនាផងដែរអា Tiger មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅនឹងការវាយប្រហារអំបញ្ញមិញដែលមិនបានធ្វើឲ្យអាវក្រោះរបស់អាស៊ីរីបែកទៀតហើយអាស៊ីរីអាចទ្រាំទ្រការកាប់នៃដាវស្លេ Dragon បានដោយប្រើតែខ្លួនវាប៉ុណ្ណោះអា Tiger វាបន្តទៀតថាអាស៊ីរីគ្រាន់តែជា F-rank ប៉ុណ្ណោះតើធ្វើដូចម្ដេចបានជាគេមានខ្លួនរឹងមាំដល់ថ្នាក់នេះឯវិញ្ញាណដាវនាងកំពុងតែកៀងម៉ាស៊ីនហើយដោយនាងធ្លាប់មានអារម្មណ៍បែបនេះពីមុនមកនៅពេលកាប់បិសាចនៅពេលទម្លុះខែវេទមន្តនិងនៅពេលបំបែកទ្វារថ្មយក្សឬក៏ត្រូវបានដុតដោយអណ្ដាតភ្លើងហើយត្រូវបានដំដោយញញួរប៉ុន្តែរឿងនេះវិញគឺខុសប្លែកទាំងស្រុងវាជាអារម្មណ៍មួយដែលខ្ញុំមិនធ្លាប់បានជួបប្រទះពីមុនមកនៅក្នុងខណៈពេលនេះរាងកាយទាំងមូលរបស់ខ្ញុំមានអារម្មណ៍ដូចជាត្រូវបានអគ្គិសនីឆក់ប៉ុន្តែអ្វីដែលលើសពីនេះទៅទៀតមានអារម្មណ៍រមាស់ស្រាលដែលបានឈានដល់ផ្នែកជ្រៅបំផុតនៃអត្តសញ្ញាណរបស់ខ្ញុំធ្វើឲ្យរាងកាយទាំងមូលរបស់ខ្ញុំញ័រយ៉ាងខ្លាំងឥឡូវនេះចិត្តរបស់ខ្ញុំត្រូវបានគ្រប់គ្រងទាំងស្រុងដោយអារម្មណ៍នោះខ្ញុំមិនអាចវាយប្រហារគាត់បានទៀតទេឯអាស៊ីរីលេបទឹកមាត់ក្អឿរួចក៏ចាប់ផ្ដើមទាញដាវស្លេ Dragon ចេញតែវិញ្ញាណដាវនាងបានស្រែកឡើងឃ្លៀកខ្ញុំកុំប៉ះពាល់ចំកន្លែងរបស់ខ្ញុំអីអាស៊ីរីវាគ្មានទេខំប្រឹងទាញចេញដោយទាញបណ្ដើមើលវិញ្ញាណដាវបណ្ដើហើយយើងឃើញថាដាវស្លេ Dragon កំពុងតែដកចេញពីដីបន្តិចម្ដងធ្វើឲ្យអាប៉ែដែលនៅក្រៅអា Tiger និយាយថាតើវាអាចទៅរួចដោយរបៀបណាថាគាត់អាចដកដាវស្លេ Dragon ចេញបាននោះគាត់នឹងក្លាយជាម្ចាស់គ្រប់គ្រងនៃដាវស្លេ Dragon ហើយវិញ្ញាណដាវនាងថាបើសិនជាបន្តបែបនេះទៀតអាស៊ីរីនឹងដកនាងចេញពីដីមិនខានអាស៊ីរីបានស្រែកឡើងដើម្បីសង្គ្រោះទីក្រុងសេរ៉ែនខ្ញុំស្បត់ថានឹងដកនាងចេញឲ្យបាន
បានតែពេលនោះដៃរបស់វិញ្ញាណដាវបានទៅចាប់ដងដាវរបស់នាងរួចក៏ប្រើកម្លាំងសង្កត់ដាវចុះទៅក្រោមវិញដោយនាងនិយាយថាខ្ញុំមិនអនុញ្ញាតឲ្យលោកដកខ្ញុំចេញដោយងាយៗបែបនេះទេ